ចឹងយើងទាំងអស់គ្នាបើដឹងថាសេចក្តីទុកថ្ងៃនឹងធំតើយើងត្រូវដោះទៅនៅសេចក្តីទុកនឹងដោយវិធីយ៉ាងណាព្រះលោកបង្រៀនយើងញោមម៉ាក៏មិនមានមេរៀនអ្វីឲ្យប្លែកអំពីពុទ្ធអាវាទរបស់ព្រះដែលមានពភាកដែរញោមទាំងអស់គ្នាត្រូវដឹងថាសេចក្តីទុកថ្ងៃហ្នឹងវាធំហើយប៉ុន្តែដើម្បីដកទៅនៅសេចក្តីទុកមេរៀនទី1ដែលយើងត្រូវដឹងគឺគប្បីយកមកដាក់ក្នុងចិត្តថានេះជាសច្ចធម៌ឬហៅថាជាសាមញ្ញលក្ខណៈធម៌ទី1ណាដែលយើងត្រូវយកមកដាក់ក្នុងចិត្តយើងដើម្បីកាត់ទៅនៅសេចក្តីទុកខ្លះជាពិសេសអ្នកម្ដាយឧត្តមភរិយានិងកូនប្រុសស្រីទី1កូនក៏បីគិតថាវាជាសច្ចធម៌មួយទៀតគិតថាវាជាសាមញ្ញលក្ខណៈធម៌ពាក្យថាសច្ចធម៌កូនត្រូវដឹងថាវាពិតត្រង់នឹងកើតចឹងអាសច្ចធម៌ហ្នឹងអ្នកណាក៏កើតទៅនៅសេចក្តីទុកថ្ងៃហ្នឹងក៏វាប្រកបថានឹងកើតដោយមិនមានការកែប្រែគឺវាប្រកបវិជាថានឹងកើតតែម្ដងគ្រប់គ្នាដោយមិនមានការកែប្រែទេអត់មានវិធីណាកែកិច្ចពីសេចក្តីស្លាប់បានទេអាហ្នឹងដែលគេហៅថាសច្ចធម៌គឺសេចក្តីស្លាប់តែងប្រកបគ្មានវិធីក្នុងការកែប្រែញោមក៏អញ្ចឹងអាត្មាក៏អញ្ចឹងតែដល់ពេលដល់វេលាគឺវាកើតដល់ពេលដល់វេលាត្រូវឃ្លាតព្រាត់ហើយពាក្យថាសាមញ្ញលក្ខណៈធម៌មានន័យថាធម៌ហ្នឹងវាជាមរតករបស់យើងវាតែងប្រកបគ្រប់សត្វលោកពាក្យថាសាមញ្ញលក្ខណៈធម៌មានន័យថាវាកើតមានទូទៅវាមិនមែនមានតែយើងគេក៏អញ្ចឹងយើងក៏អញ្ចឹងឪពុកគេក៏អញ្ចឹងឪពុកយើងក៏អញ្ចឹងប្តីគេក៏អញ្ចឹងប្តីយើងក៏អញ្ចឹងប្រពន្ធគេក៏អញ្ចឹងប្រពន្ធយើងក៏អញ្ចឹងកូនគេក៏អញ្ចឹងកូនយើងក៏អញ្ចឹងវាឃ្លាតព្រាត់ដូចគ្នាទាំងអស់វាមិនមែនព្រាត់តែគ្រួសារយើងប្តីយើងកូនយើងឯណាដល់យកអាហ្នឹងយកមកដាក់ក្នុងខ្លួនសេចក្តីទុកហ្នឹងវារសាយបានខ្លះទី1គិតថាសច្ចធម៌វាគង់តែនឹងកើតបើប្តីទៅមុនខ្ញុំទៅមុនបើកូនទៅមុនខ្ញុំទៅមុនកូនពិចារណាអញ្ចឹងវាជាសច្ចធម៌សេចក្តីស្លាប់គ្មានអ្នកណាអាចគេចផុតរត់រួចហើយកែប្រែពីសេចក្តីស្លាប់នឹងបានទេហ្នឹងទី1ទី2គិតថាវាជាសាមញ្ញលក្ខណៈធម៌មានន័យថាវាកើតគ្រប់គ្នាទាំងអស់មិនមែនកើតសម្រាប់តែបុគ្គលណាម្នាក់ដាប់តនលោកនិយាយញោមហ្នឹងចឹងវិធីកាត់ទៅនៅសេចក្តីទុកទី1មេរៀនទី1ញោមក៏បីចាំថាពិចារណាថាវាជាសច្ចធម៌និងជាសាមញ្ញលក្ខណៈធម៌មេរៀនទី2ដែលយើងក៏បីសិក្សាពិចារណាថាយកមកដាក់ក្នុងខ្លួនដើម្បីឲ្យដកទៅនៅសេចក្តីទុកបានខ្លះនៅពេលដែលបញ្ហានឹងវាកើតគឺដកសេចក្តីប្រកាន់និងដកសេចក្តីស្រឡាញ់ព្រះលោកឲ្យយើងដកសេចក្តីស្រឡាញ់ហើយនិងសេចក្តីប្រកាន់នឹងឲ្យបានច្រើនបន្តិចសេចក្តីទុកនឹងអត់សូវកើតទេនឹងសេចក្តីសោកនឹងមិនសូវកើតទេភ័យនឹងមិនសូវកើតទេដកសេចក្តីប្រកាន់នឹងប្រកាន់ថាម៉េចប្រកាន់ថាគាត់ជាប្តីយើងគាត់ជាឪពុកយើងគាត់ជាកូនយើងហើយចុះបើកូនកើតពីផ្ទៃហើយមិនឲ្យប្រកាន់ថាកូននៅតែប្រកាន់ថាអីចឹងដេចគុណបើប្តីរៀបការពេញច្បាប់ហើយបើមិនឲ្យប្រកាន់ថាប្តីទៅប្រកាន់ថាអីដេចគុណបើឪពុកអ្នកបកើតខ្ញុំកណាឈាមចេញពីឪពុកមិនឲ្យប្រកាន់ថាឪពុកតើប្រកាន់ថាជាអីដេចគុណព្រះលោកឲ្យយើងដកការប្រកាន់នឹងមានន័យថាម៉េចកាលណាយើងចង់អស់សេចក្តីទុក្ខបើតលើយើងហ៊ានទទួលស្គាល់ការពិតហ្នឹងហ៊ានទទួលស្គាល់ការពិតដោយការដកសេចក្តីប្រកាន់ដកសេចក្តីប្រកាន់ថាទោះបីគាត់ជាឪពុករបស់យើងគាត់ជាប្តីរបស់យើងគាត់ជាកូនរបស់យើងពេញច្បាប់ដោយពិតយើងកើតពីឈាមគាត់ដោយពិតប៉ុន្តែបើចង់ឲ្យអស់ទៅនៅសេចក្តីទុក្ខហ្នឹងវាតលើយើងកុំប្រកាន់ថាគាត់ជាឪពុកម៉ែនិយាយអញ្ចឹងដូចពិបាកស្ដាប់តិចណាញោមឥឡូវមកលោកគ្រូឧទាហរណ៍មកឧទាហរណ៍បងស្រីកាលពីមិនតាន់គាត់បានគាត់ជាប្តីដែលអត់ប្រកាន់គាត់ថាជាប្តីយើងមានដែលកើតចិត្តក្តៅកាហាយប្រច័ណ្ឌជាមួយគាត់ថាទៅមានស្រីដែលប្រកាន់នេះកាលមិនតាន់បានជាប្តីអត់ទេទាំងអស់គ្នាហើយកាលមិនតាន់បានគាត់ជាប្តីក៏អត់មានខ្វល់រឿងអង្គុយបត់ជើងដាំបាយឆ្អិនហើយអង្គុយចាំប្តីដែរមិនចឹងអត់ដែលខ្វល់រឿងហ្នឹងទៀតហើយក៏កាលមិនតាន់បានគាត់ជាប្តីពេលគាត់ឈឺជាក្តៅរងាចូលពេទ្យដាច់ខ្យល់ចង់ដាច់ខ្យល់អ្ហ្មិចក៏អត់ដែលខ្វល់ទៅអំពុលទុកឈឺក្បាលជាមួយគាត់ដែរព្រោះមិនតាន់បានគាត់ជាប្តីមិនចឹងណាដល់តែពេលយើងបានគាត់ជាប្តីពេលណាប្រកាន់គាត់ថាជាប្តីពេលណាសេចក្តីហួងហែងកើតឡើងពេលនោះសេចក្តីទុកក៏រត់មកតាមពេលនោះភ្លាមប្តីចេញបាត់ពីផ្ទះលើសតាម1ម៉ោង2ម៉ោងខុសទម្លាប់ដើរវិលពេញផ្ទះបាត់
ប្តី1ម៉ោង2ម៉ោងចេះតែគិតតែប្តីអញទៅណាសេចក្តីប្រច័ណ្ឌកើតឡើងផ្លែតពីមុននៅម្នាក់ឯងដាំបាយឆ្អិនពេលណាអង្គុយហូបពេលហ្នឹងអត់ខ្វល់ជាមួយអ្នកណាទាំងអស់ដល់ពេលបានគាត់ជាប្តីទៅបីស្រេកឃ្លានអាម៉េចក៏ដោយក៏អង្គុយបត់ជើងចាំប្តីនេះភរិយាខ្លះណាញោមហ្នឹងស្រេកឃ្លានយ៉ាងម៉េចក៏អង្គុយបត់ជើងចាំប្តីត្រឡប់មកជុំគ្នាព្រោះប្រកាន់ថាជាប្តីពេលគាត់ឈឺយើងស្ទើរតែទៅឈឺជំនួសអត់បាយអត់ទឹកទៅដេកមើលប្តីរក្សាប្តីព្រឹកល្ងាចនៅនឹងមន្ទីរពេទ្យប៉ិនកាលពីមិនទាន់ប្រកាន់គាត់ថាជាប្តីចង់គាត់ទៅរំទៅច្រៀងទៅផឹកទៅស៊ីទៅឈឺទៅជាក្រៅអាងារទៅណាទៅអត់ដែលខ្វល់ជាមួយសោះចឹងព្រះសំដែងនឹងចង់មានន័យបញ្យលយើងថាអញ្ចឹងដើម្បីឲ្យសេចក្តីទុកនឹងវាឃ្លាតខ្លះវាតល់តែយើងនឹងកុំឲ្យយកអាសេចក្តីប្រកាន់ដែលយើងកំពុងតែប្រកាន់រាល់ថ្ងៃហ្នឹងឲ្យដកអាសេចក្តីប្រកាន់នឹងបានខ្លះទៅមិនឲ្យដកទាំងអស់ទេឪពុកនៅតែជាឪពុកប្តីនៅតែជាប្តីកូននៅតែជាកូនប៉ុន្តែឲ្យរៀនដកអាការប្រកាន់នឹងឲ្យបានច្រើនបន្តិចអាហ្នឹងសេចក្តីសុខផ្លូវចិត្តកើតសេចក្តីទុកអស់ម្ដងតិចហើយមួយទៀតកុំឲ្យសេចក្តីទុកថ្ងៃនេះកើតឡើងហើយយកសេចក្តីទុកហ្នឹងមកដាក់បន្ទុកលើខ្លួនឯងមកធ្លាប់ឃើញមានកូនប្រុសស្រីខ្លះគាត់នៅអាមេរិកចឹងណាហើយម្ដាយគាត់នៅខ្មែរដល់ពេលម្ដាយគាត់ស្លាប់គាត់ជិះយន្តហោះមកដល់យំបោកខ្លួននៅនឹងមឈូសហ្នឹងហើយគាត់រៀបរាប់ដដែលថាបើសិនជាខ្ញុំកណាននៅក្បែរបើសិនជាខ្ញុំនៅក្បែរម៉ាក់ក៏ម៉ាក់អត់ចឹងដែរបើកូនមកតន់ក៏ម៉ាក់មិនចឹងដែរអាត្មាឡើងទេសនាអាត្មាថាទោះបីប្តីអោបនៅទ្រូងក៏ដោយកុំថាតែនៅក្បែរម៉ែអង្គុយក្បែរម៉ែអត់អីអាប្តីនៅលើទ្រូងយើងកូននៅលើទ្រូងយើងក៏ដោយប៉ុន្តែសេចក្តីស្លាប់វាដល់ពេលណាគ្មានអ្នកណាជួយអ្នកណាបានទេតាំងញោមតាំងអាត្មាអ្នកណាទៅជួយអ្នកណាកើតដល់ពេលដល់វេលាត្រូវព្រាត់គឺព្រាត់ដោយអាត្មាធ្លាប់បញ្ជាក់សេចក្តីស្លាប់របស់សត្វលោកមាន3កម្មកយេនមរណៈសត្វណាតកម្មមកកាត់ផ្ដាច់ហើយគឺទៅពីមុនឯងកាប់គេដល់ពេលដល់វេលាគេមកកាប់ឯងងាប់នៅហ្នឹងពីមុនឯងបាញ់គេដល់ពេលដល់វេលាគេមកបាញ់ឯងស្លាប់ពេលហ្នឹងគេហៅថាកម្មកយេនមរណៈតកម្មមកកាត់ផ្ដាច់ដល់ពេលដល់វេលាគឺស្លាប់អាយុកយេនមរណៈតែអាយុវាអស់ស្លាប់ហើយបញ្ញកយេនមរណៈតែបុណ្យវាអស់យើងសន្សំពីមុនបានប៉ុណ្ណាយកមកប្រើប៉ុណ្ណឹងអស់ទៅបងអ្នកខ្លះសំបានតិចទៅបុណ្យនឹងវាតិចដល់កើតមកមិនតាន់ឃើញពលឺថ្ងៃផងតែបានមួយថ្ងៃពីរថ្ងៃឡប់ទៅវិញទៅអ្នកខ្លះ8 9 10ពេញកំមុំកំឡោះម៉ែឪពងពេញស្រឡាញ់ក៏ត្រឡប់ទៅវិញទៅអាហ្នឹងហើយវាអស់បុណ្យគាត់វាសន្សំបានប៉ុណ្ណឹងពូជគាត់សន្សំបានប៉ុណ្ណឹងអាយុកយេនមរណៈអស់អាយុហ្នឹងដូចយាយតាអាយុ90 100 ជាងដែលគាត់ទុំជ្រុះមានន័យថាអាយុរបស់គាត់វាត្រូវដល់ពេលដល់វេលាហាក់បីដូចជាផ្លែឈើដែលវាកាលណាមានពណ៌លឿងហើយវាទុំហើយវាត្រូវទៅជ្រុះអស់អាយុហ្នឹងវាអញ្ចឹងវាដល់ពេលដល់វេលាត្រូវជ្រុះអាបុណ្យកុសលសន្សំពីមុនបានប៉ុណ្ណាប៉ុណ្ណឹងអស់ហើយវាហាក់បីដូចជាជាតិទៀននិងជាតិប្រេងដែលយើងដុតនៅជាគៀងកាលណាយើងចាក់ប្រេងនឹងបានច្រើនអាជាគៀងវាឆេះយូរហើយអាជាតិទៀននេះបើដើមវាធំវាឆេះយូរហើយបើដើមវាតូចវាឆេះឆាប់អស់អាប្រេងនោះបើយើងចាក់ប្រេងដាក់ក្នុងជាគៀងបានច្រើនជាគៀងវាឆេះយូរហើយចាក់បានតិចវាឆេះបានតិចបានឆាប់អស់ជីវិតយើងបើកាលណាសន្សំពូជនៃកុសលបានច្រើនប្រើបានយូរ80 90 100ហើយបើសន្សំបុណ្យកុសលនឹងវាតិចយកមកប្រើបាន10 20ឆ្នាំក៏ត្រូវឃ្លាតព្រាត់ទៅ30 40 40ឆ្នាំក៏ត្រូវឃ្លាតព្រាត់ផ្សេងទីទីពីគ្នាហេតុអីបានសត្វលោកនឹងវាស្លាប់អត់ដូចគ្នាមានអាខ្លះ8មានអាខ្លះ9មានអាខ្លះ7មានអាខ្លះ100មានអាខ្លះ50មានអាខ្លះ10មានអាខ្លះ20មានអាខ្លះ5មានអាខ្លះកើតមកថ្ងៃហ្នឹងស្អែកត្រឡប់ទៅវិញអាម៉េចបើសេចក្តីស្លាប់នឹងវាមិនដូចគ្នាថាតើឲ្យដូចគ្នាអាម៉េចបើញោមពិចារណាមើលជីវិតយើងរស់នៅរាល់ថ្ងៃចរណៈដំណើរនៃការប្រព្រឹត្តរបស់យើងម្នាក់មានដូចគ្នាណាអ្នកខ្លះគ្រាន់តែបើកភ្នែកមកពុទ្ធធាំងស្រណាំងធម្មយ៉ាងស្រណាំងសង្ឃាំងស្រណាំងកាន់បាតកាន់ស្រាក់ទៅវត្តថ្វាយអង្គមព្រះសាពះប្រសង់ពោតនៅព្រះហើយអ្នកខ្លះគ្រាន់តែបើកភ្នែកឡើងលេងទៅជេរគេមកឌីសហើយអាណៃមកចុងភូមិដល់ដើមភូមិអាខ្លះបើកភ្នែកឡើងទៅលួចមន់គេដែរអាខ្លះក៏បើកភ្នែកឡើងវាយប្រពន្ធហៅមុខហៅមាត់អាខ្លះក៏បើកភ្នែកឡើងទៅដាក់មងដាក់ធូយកជីវិតគេមក10 20ហើយបាត់អញ្ចឹងមានន័យថាការប្រព្រឹត្តរបស់យើងនឹងវាផ្សេងគ្នាអញ្ចឹងអាផលនឹងឲ្យមិនដូចគ្នាគឺវាឲ្យខុសគ្នាតាមការប្រព្រឹត្តរបស់យើងបើយើងដឹងអញ្ចឹងហើយឃើញអញ្ចឹងហើយភ្ញាក់រលឹកនឹកឃើញសេចក្តីល្អសន្សំពូជនៃកុសលនឹងឲ្យបានច្រើនទាំងអស់គ្នាចឹងទីគប្បីពិចារណាជាមេរៀនមួយទៀតបងកុំឲ្យយកសេចក្តីទុកថ្ងៃហ្នឹងមកដាក់បន្ទុកលើខ្លួនយើងថាខ្ញុំមិនបានថែទាំប្តីបានល្អឬក៏ពេទ្យមិនបានយកចិត្តទុកដាក់បានល្អឬដាក់បន្ទុកទៅលើអ្នកណាមួយកុំឲ្យដាក់បន្ទុកលើអ្នកណាទាំងអស់
ពេទ្យក៏មិនអាចដាក់បន្ទុកលើពេទ្យខ្លួនយើងក៏មិនអាចដាក់បន្ទុកលើខ្លួនយើងបងប្អូនញាតិមិត្តថាអត់មានអាណាមួយមកក្បែរពេលដែលប្តីកើតសេចក្តីទុក្ខក៏កុំដាក់បន្ទុកលើបងប្អូនគឺដូចថ្មនិយាយមិញចឹងអង្គុយក្បែរប្តីអោបប្តីក៏មិនអាចជួយបានដែរតែកាលណាពេលវេលានៃសេចក្តីស្លាប់នឹងដល់ហើយគឺគ្មានអ្នកណាជួយបានទេដូចម៉ែនិយាយជាក់ស្ដែងថាបងស្រីមួយដែលគាត់មកពីអាមេរិកមកយំអោបមកឈូឲ្យចេះរៀបរាប់ដាក់បន្ទុកខ្លួនឯងតែបើខ្ញុំនៅក្បែរម៉ាក់ក៏ម៉ាក់អត់ចឹងដែរហ្នឹងណាចឹងមួយទៀតយើងដកសេចក្តីប្រកាន់ហើយកុំឲ្យដាក់បន្ទុកសេចក្តីទុកហ្នឹងយកមកដាក់ខ្លួនយើងដាក់បន្ទុកលើខ្លួនយើងកាន់តែខ្លាំងឡើងអាហ្នឹងក៏យើងកាត់ទៅនៅសេចក្តីទុកហ្នឹងបានខ្លះដែរមួយទៀតដកសេចក្តីស្រឡាញ់ព្រះលោកថាឲ្យតែដកសេចក្តីស្រឡាញ់បានច្រើនទុកអស់ច្រើនដូចគ្នាហើយបើនៅស្រឡាញ់ច្រើនទុកច្រើនប្រកាន់ច្រើនទុកច្រើនស្រឡាញ់ច្រើនទុកច្រើនណាម៉េចឧទាហរណ៍ពេលយើងតឹមការប្តីប្រពន្ធយើងដំបងអាតឹមការដំបងយើងស្រឡាញ់គ្នាញោមតឹមការបងណាឡាញ់នេះអីយាយលោកវាអត់ធ្លាប់ការបាទសួរញោមហ្នឹងពួកបួសតាំងពីក្មេងហើយនៅវត្តតែអាយុ5ឆ្នាំហើយទល់ឥឡូវអត់ដែលស្គាល់រោងការគេមិនផងស្គាល់រោងការគេមុនទៅសូត្រមុនបាទការខ្លួនឯងវាអត់ដែលចឹងវាអត់ដឹងថាការដបងមកអត់ដែលការមែនប៉ិនដឹងអាតឹមការហើយដបងមួយឆ្នាំ2ឆ្នាំគឺស្រឡាញ់គ្នាណាមិនចឹងឯងញោមហីស្រឡាញ់ណាដូចរបស់យើងទិញយកមកដបងទូរស័ព្ទក៏ដោយកង្ហាក៏ដោយម៉ូតូក៏ដោយឡានក៏ដោយតែយកមកថ្មីគឺស្រឡាញ់ខ្លាំងហួងហែងខ្លាំងខ្វល់ខ្វាយជាមួយរបស់នឹងខ្លាំងឧទាហរណ៍ថាម៉ូតូមួយចុះឬក៏កង់មួយចុះអាកង់នឹងសំលុយហ្មងបានយាយនេះសំហ្មងបានជាង6ឆ្នាំហ្មងបានលុយទិញកង់មួយនោះដល់បានមកហើយអាកូនណាជីទៅអត់ប្រាប់ជីទៅបែកកង់បែកអីហ្នឹងពោះវៀនធ្លាយហ្នឹងគូខឹងកូនហ្នឹងដាច់ក្បាលដាច់កតុយព្រោះអីព្រោះស្រឡាញ់របស់ហ្នឹងស្រឡាញ់ណាហ្នឹងដល់ពេលរបស់ហ្នឹងវាចាស់ពុកផុយទៅប្រើលែងកើតយាយហ្នឹងប្រឈរចោលបែកគល់ជេចោលអាណាយកទៅណាយកទៅអត់ដែលចេះខ្វល់មួយរបស់ហ្នឹងទៀតសោះព្រោះអីព្រោះវាលែងស្រឡាញ់ហើយតលែងស្រឡាញ់អាណាយកទៅណាទៅចង់វត្តចោលណាវត្តទៅបោះចោលបែកគល់ជេកអត់ដែលមើលផងកុំថាដល់អ្នកដតីមកយកចឹងអាការណាអស់ទៅនៅសេចក្តីហួងហែងអស់ទៅនៅសេចក្តីស្រឡាញ់ឃើញអាសេចក្តីទុកហ្នឹងវាមានកើតណាដូចប្តីយើងចឹងណាប្រពន្ធយើងចឹងណាដល់ពេលយើងស្រឡាញ់ខ្លាំងទៅសេចក្តីទុកហ្នឹងខ្លាំងស្រឡាញ់កាន់តែខ្លាំងទុកកាន់តែខ្លាំងដូចថ្ងៃហ្នឹងចឹងបើបងស្រីស្រឡាញ់ប្តីខ្លាំងហ្នឹងគឺដេកមិនលក់នៅមិនសុខបាយមិនកើតទេនឹងខ្វល់ចិត្តជាមួយប្តីនឹងពុនពេកណាស់តែបើសេចក្តីស្រឡាញ់ហ្នឹងវាមានទំហំតិចសេចក្តីទុកក៏វាមានតិចដូចគ្នាដូចថ្មនិយាយមិញចឹងតឹមការដបងទោះបីប្តីទៅណាបាត់លើស1ម៉ោង2ម៉ោងក៏នៅមិនសុខដើរចុះដើរឡើងទ្រាំជាក្រានហើយដល់ម៉ោងបាយអត់ហ៊ានហូបបាយបត់ជើងអង្គុយចាំប្តីប៉ិនដល់ពេលចាស់ទៅកូនណាឆ្លោយាយរាល់ថ្ងៃនេះដូចលែងអង្គុយបត់ជើងចាំតាទៀតឲ្យតែឆ្លោស្អិនពេលណាលេងមួយកូនហើយឆ្អិនហើយខោបឆ្អែតតិចដួសតែមួយចានទុកចោលហើយហូបហើយងូតទឹកចូលដេកបាត់អត់មានអង្គុយចាំប្រៃដូចមុនទៀតទេមិនអញ្ចឹងយល់មែនហ្នឹងព្រោះអីព្រោះសេចក្តីស្រឡាញ់ហ្នឹងវាថើយសេចក្តីប្រកាន់ហ្នឹងវាថើយអញ្ចឹងអាសេចក្តីខ្វល់និងសេចក្តីទុកក៏វាអត់សូវមានដាប់តាន់លោកនិយាយញោមអញ្ចឹងវិធីកាត់ទៅនៅសេចក្តីទុកញោមស្រីទី1យើងគប្បីមកដាក់ក្នុងជីវិតយើងថាវាជាសច្ចធម៌មានន័យថាវាតែងប្រកបគ្មានវិធីកែប្រែតែងកើតឡើងមួយទៀតគិតថាវាជាសាមញ្ញលក្ខណៈធម៌មានន័យថាវាកើតទូទៅគ្រប់មនុស្សសត្វទាំងអស់មិនមានតែយើងទី3ដកសេចក្តីប្រកាន់ហួងហែងថាជាប្តីថាជាកូនថាជាញាតិឲ្យទៅដកអាការប្រកាន់នឹងបានកាន់តែច្រើនអាទុកក៏វាអស់កាន់តែច្រើនមួយទៀតដកសេចក្តីស្រឡាញ់ឲ្យទៅដកអាសេចក្តីស្រឡាញ់នឹងបានច្រើនសេចក្តីទុកក៏វាអស់កាន់តែច្រើនដែរពេយតោជាយតោសោកោពេយតោជាយតោភយ៉ាងណដ្ឋិសោកោកតោភយ៉ាងណាព្រះលោកសំដែងថាភ័យក្តីសោកក្តីវាកើតពីសេចក្តីហួងហែងពីសេចក្តីស្រឡាញ់នឹងឯងបើគ្មានសេចក្តីហួងហែងគ្មានសេចក្តីស្រឡាញ់សេចក្តីសោកភ័យនិងសេចក្តីទុក្ខក៏មិនប្រកបចំពោះខ្លួនយើងដែរចឹងយើងក៏បីរៀនទទួលស្គាល់ការពិតហើយមួយទៀតចុងក្រោយបំផុតគឺរៀនទទួលស្គាល់ការពិតនឹងឯងទទួលស្គាល់អាម៉េចទទួលស្គាល់ថាអានឹងវាអញ្ចឹងជីវិតនឹងអញ្ចឹងទាំងយើងទាំងគេនឹងគឺវាអញ្ចឹងហ្នឹងតែងនិរិះចាកសត្វនឹងសង្ខារទៅអញ្ចឹងហើយទទួលស្គាល់ថាវាអញ្ចឹងហើយតែងទទួលស្គាល់មួយទៀតថាវាប្រកាសថាកើតអញ្ចឹងហើយវាមិនប្រកាសទៀងទាត់នឹងពេលវេលាបងហ្នឹងអាហ្នឹងក៏ញោមក៏បីពិចារណាដែរណាកុំឲ្យបោកខ្លួនដោយញោមស្រីថា
nè mình cua na so côn về tâm thiếp trong bon là lâu nó về tâu teng đại toàn ban phơi bon phò anh năng ấy để dương ọt tua score cả bật tha xịt đây slap nó vừa ọt tiếng à chăng phèn lúc sầm đầy hơi thằng vừa ọt tiếng tê dương ọt tua score là nắng xịt đây tục dương cao lang khlang dương ọt tua score xịt đây tục cao lang khlang hãy đòi dương tua score thay chỉ vất vừa ọt tiếng chăng à trong này chỉ vất mình tiếng năng ấy để phèn lúc sầm đầy ma tay sầm đầy prap nhôm đặt tươn cột kia thà ao không prăng chầm rau xịt đây là o cột thằng hao tranh chôl pro thằng hao đọ tranh hay đằng đọ chôl nó cứ về ai phật rồi lột trâu cột pê thằng mà thằng hao đọ tranh đằng đọ chôl nó xịt đây slap ai caoประกอบ cột pê thằng nhômធ្លាប់លើពាក្យមួយដែលអាត្មាសម្ដែង20ឆ្នាំហើយខ្សែអាត់នឹងមកចាក់វត្ថុ20ឆ្នាំ20ឆ្នាំជាងធ្លាប់លើមកសម្ដែងពាក្យ3ក្នុងខ្លួន4ក្នុងសាច់1កាត់ផ្ដាច់2ដើរតាមហ៎ធ្លាប់លើហ៎ញោមធ្លាប់ស្ដាប់មកបញ្ជាក់ថាមនុស្សគ្រប់រូបក៏បីពិចារណាពាក្យ3ក្នុងខ្លួន4ក្នុងសាច់1កាត់ផ្ដាច់2ដើរតាម3ក្នុងខ្លួនហ្នឹងគឺអាត្មាចង់បញ្ជាក់ប្រាប់ញាតិញោមដូនតាយើងអ្នកប្រាជ្ញមិនមែនជាពាក្យរបស់អាត្មាទេប៉ុន្តែគ្រាន់តែអាត្មាសម្ដែងយូរហើយញាតិញោមក៏បីពិចារណាពាក្យហ្នឹងជាពាក្យរបស់ដូនតាយើងពាក្យរបស់លោកអ្នកប្រាជ្ញពហុសោតអ្នកឆ្លៀវឆ្លាស់អ្នកចេះដឹងលោកសម្ដែងមកអាត្មាសិក្សារៀនសូត្រក្បួនច្បាប់បុរាណលោកតែងបញ្ជាក់ប្រាប់យើងដាស់តឿនយើងហើយអាត្មាសម្ដែងពាក្យហ្នឹងជាង20ឆ្នាំហើយអាត្មាចាំបានចាក់វត្ថុជាង20ឆ្នាំហើយពាក្យហ្នឹងញោមស្ដាប់ពាក្យហ្នឹងទៅយើងរសាយសេចក្តីទុកបានខ្លះ3ក្នុងខ្លួនហ្នឹងគឺទី1ជាតិហ្នឹងយើងតែងប្រកាសទាំងអស់គ្នាទាំងញោមទាំងអាត្មាតាមានជាតិកំណើតមកហើយជារាមានណាអាណាក៏មានដែរជារាមិនមានតាញោមហើយអាត្មាអត់មានជារាណាតែមានជាតិឯទី2ជារាតែងចូលទាំងអស់គ្នាទាំងញោមទាំងអាត្មានឹងភាពចាស់ទ្រុឌទ្រោមមានដូចគ្នាទាំងអស់មានក្នុងខ្លួនយើងទាំងអស់ផុតពីជារាមកព្យាធិផុតពីព្យាធិមកគឺមរណៈសេចក្តីស្លាប់អា3ហ្នឹងតែងប្រកបចំពោះយើងទាំងអស់គ្នាឬនៃមួយទៀតថាអនិច្ចំទុក្ខំអនត្តាទាំងអស់គ្នាមានរបស់3ហ្នឹងក្នុងខ្លួនដូចគ្នាតែកាលណាមានជាតិមានអា3ហ្នឹងមកអនិច្ចំអត់ទៀងទេជីវិតយើងទាំងអស់គ្នាតែកើតមកហើយគ្មានអ្នកណាថាជីវិតខ្លួនឯងទៀងទេមានតែព្រះអរហន្តមួយទេដែលលោកជីវិតលោកទៀងលោកអាចកំណត់បានលោកអាចកំណត់ពេលវេលារបស់លោកចូលបរិនិព្វានបានប៉ុន្តែបឋិជននិងកល្យាណបឋិជនគឺញោមទាំងអស់គ្នាកល្យាណបឋិជនគឺអាត្មាគ្រប់ព្រះអង្គនេះអត់មានអ្នកណាកំណត់សេចក្តីស្លាប់ខ្លួនឯងបានទេបើថាអញ្ចឹងចុះដូចគុណឥឡូវពេទ្យគេបកកែស្ងអីបើយើងចង់ស្លាប់យើងឲ្យគេផ្សំថ្នាំដាក់តែមកទូកដៃមកស្លាប់ម៉ោងណាទៅម៉ោងហ្នឹងហើយគេចាក់តាមជុលទៅម៉ោងណាម៉ោងហ្នឹងមិនថាកំណត់មិនបានចុះអ្នកណាមួយតែតនេអត់ការងារធ្វើទៅឲ្យគេចាក់ថ្នាំឲ្យដាច់ខ្យល់ម៉ោងក្រោយហ្នឹងវាអត់មានអ្នកណាម្នាក់ចង់ស្លាប់ទេសំបីតែមនុស្សខ្វាក់ខ្វិនជារាពីការដេកនៅលើក្រែទៅណាមកណាគេសែងគេលើកទាំងបត់ជើងទាំងដេកទាំងដើរក៏នៅតែចង់រស់ដែរអញ្ចឹងយើងអត់ចង់ស្លាប់ទេពាក្យតែអត់ចង់ស្លាប់ហ្នឹងចង់តែរស់ហ្នឹងហើយបានអត់ដឹងតែស្លាប់ថ្ងៃណាណាបើឲ្យគេចាក់ថ្នាំកំណត់អាហ្នឹងគេមិនហៅថាយើងដឹងទេបងហ្នឹងពាក្យថាមិនដឹងគឺយើងអត់ដឹងថាពេលវេលាណាដែលយើងត្រូវឃ្លាតព្រាត់ចាក់ប្រពន្ធចាក់កូនចាក់ម្ដាយអញ្ចឹងអនិច្ចំអត់ទៀងអញ្ចឹងញោមស្រីទទួលស្គាល់អញ្ចឹងថាជីវិតនឹងវាអត់ទៀងអញ្ចឹងឃើញទេអញ្ចឹងបើដឹងថាវាអត់ទៀងអញ្ចឹងយើងត្រូវតក់ស្លុតខ្លួនយើងទៀតទាំងអស់គ្នាទាំងញោមទាំងអាត្មាអ្នកនៅរស់ហ្នឹងត្រូវតក់ស្លុតទៀតព្រោះពិធីថ្ងៃហ្នឹងគេធ្វើដើម្បីឲ្យយើងអ្នករស់ហ្នឹងពិចារណាទាំងអស់ពិធីភាគច្រើនមិនមែនធ្វើសម្រាប់អ្នកស្លាប់ទេដោយកម្មវិធីបាចលាជកម្មវិធីបួសមុខភ្លើងកម្មវិធីសណ្ដោងស្បូវភ្លាំងកម្មវិធីប្រែរូបទាំងអស់ហ្នឹងគឺកម្មវិធីហ្នឹងគេធ្វើឲ្យយើងអ្នកនៅរស់រៀនពិចារណាទាំងអស់មិនសម្រាប់អ្នកស្លាប់ទេកម្មវិធីអ្នកស្លាប់គឺកម្មវិធីសង្ឃទានបងឧទ្ទិសបុណ្យជូនគាត់ប៉ុន្តែពិធីផ្សេងក្នុងពិធីបុណ្យសពហ្នឹងគឺភាគច្រើនជាកម្មវិធីដូនតាយើងគេដឹកនាំដើម្បីឲ្យយើងអ្នកនៅរស់រៀនពិចារណាដោយកម្មវិធីសណ្ដោងប្រៅភ្លាំងអីគេចងអាខ្សែសណ្ដោងស្រូវភ្លាំងជាប់ពីអ្នកកូនដែលបួសមុខភ្លើងមកពីឈូសពហ្នឹងគេឲ្យយើងគិតថាអាអ្នកដើរដែលចងខ្សែជាប់ក្បាលមកពីឈូសពពេលដើរដង្ហែទៅហ្នឹងគេឲ្យយើងអ្នកដើរទាំងអស់គ្នាហ្នឹងរៀនគិតពិចារណាថាសេចក្តីស្លាប់ហ្នឹងមិនមែនតែអ្នកក្នុងមឈូសហ្នឹងទេតាំងយើងតាំងគេគង់តែទាញដោយអាខ្សែដែលជាប់ក្បាលមកពីឈូសពគង់តែទាញតរក្តារមឈូសហ្នឹងដូចគ្នាទាំងអស់តាំងយើងទាំងគេទាំងរាជទាំងមន្ត្រីទាំងអ្នកមានអ្នកក្រអ្នកឈឺអ្នកអត់ឈឺអ្នកចាស់អ្នកក្មេងគង់តែទាញចូលក្តារមឈូសហ្នឹងដូចអាអ្នកស្លាប់ហ្នឹងទាំងអស់អញ្ចឹងគេទាញគេធ្វើដើម្បីយើងពិចារណាអញ្ចឹងញោមដល់ពិធីបាចប្រាជ្ញលាជពេលយើងហែទៅយើងមិនបាចលេខ
chả mới sai nó dương hai à sai cho được ngày ná hả ngày bỏ hoa nó chẳng ngày bỏ hoa dương hai pe dương hai dương đăng à ba liệt tam lâu nâng tàu bà tha hai tàu sọc cầm nợ nó có phong chám ba chạy tăng pin pin đâu có phong chám chân cái bài nó bài tam bay ấy nè class vô vườn toàn tàu lê lôi phong tàu lê cọp score phong tàu chỉ lê say sen pin tật pin đây thằng ó lâu mà khơi cái lê lôi lê cọp score lê ấy pin thằng ó hay xua mấy bạn đã cọp score thật đã cọp score nâng mồi mình tam lâu đại đồng hai con quạt tàu cắt than tiêu và lốp than xua nâng về ban cọp score nâng to mồi mình là hai mồi con rồi mồi mà đai mồi bọc quạt mắng về miền mồi bò rồi qua mình nhớ về ban cọp score nâng tấu hay cho lôi nâng đã đầm bay ấy cái than lôi nâng đã đầm bay oi mai oi ấu rồi oi nẹt slap nâng chài tam lâu cái lâu ọt lôi ọt cả chân bò tam lâu tăng pin pin class nẹt miền class ọc nhà class đồ lôi pi bao ấy nó cái đàm pon bài tăng pin pin lô đò phong cham đò thbông mông đò cái che đò prey về nhé bài tam lâu nâng sòng về nè nhung đò khơi chân mau với sòng về hai tâm mình vô ông pi bị thi để đồn tài dương cái đặt nom đầm bay ấy hay đỏ đặt lôi chẳng tao tì muối con nào về bát tì muối cứ ót cờ rúp bay vào bàn khuôn ai mình cờ rúp lôi khuôn ai cho tập bài trò nó lừa đầy sọc kê cho áp cốc á nhóm mẹ lên sao chứ nè bài lôi trò đồng đấy cho áp cốc lớn nó ta cho ăn hụp lôi ra mà plét cho áp cốc liềm và lên cái mà đo liềm nè à tập mát rúp bay vào bàn nó cứ lên mà đo liềm mà hay lôi trò từ nên đấy ai ót càng vậy với coi hay lôi trò liềm ta camera cho bán mà đo plét nè à ti môi mình cờ rúp bay vào bàn khuôn anh ti pi con nào về bát ti pi cứ ao mà nước vô khó tam cái này con nào về bát ti bay về giường bài tao miên men tôi để kia cro tam lâu nó khơi lôi cái bài mau nó với sờ va rốt ta đau kia lôi nó lan căn ngoáp con kia đang tiệt nè à hay dương cọp bay bị cha là na thà vi chỉ ca ắt Paul tự tì prek lục sầm đai mong ta miên Paul tự tì chân dương bài nó bài mà mình ao bài tê đồn tai dương cái bài ta liệt tê liệt chỉ môi ca về chiết sen chân tao cái liệt chỉ môi liệt những cái bài từ hay dương từ liệt cọp score từ vô ta ao mồi mình mò tam mồi ao mồi mai dương đang để nòm màu đang nếp ban cọp score ta lôi đang đạo mai chai tam lâu từ vô hay cho bờ mai dương chai lôi đang mến nó ót ảnh mắt mai anh thế ấy mai anh đã tam hử lôi tăng phim pin đỏ phong chám nè ngoáp mai anh nhưng tiếc là cần là tam hử lôi anh bài năng nè này vừa cua cất năng tích á nhôm cua bị cha na thà về miên hai miên Paul cua bị cha na đo tơ nào ca cất nông niêm dương chiêm một nụ ở ruộng nấu môn đừng thưa ai múa ở dương đo tơ nào ca bị cha na hay mê là lâu đi bài đó là lôi đã hay đã lôi đò lô tê tha còn ơi đã lôi men tên người nom nữa tao tinh lôi đò la mà đã đè đò la không ơi chứ tinh pi bay bao một bài cho năng đè nó vượt đôi ta đã lôi men tên là đấy là vật khởi là rúp bay vào ban luôn ấy pan là về vô kho hạt đè vẫn nói là vô kho hạt đài đòi vô thà bài tao mai ao anh trai ở đây thấy tay trai à mấy bờ anh nhận nâu rồi trai mà cao phong vô mai do năng tay trai mà lắc lô mới bầm chọc nọc liềm về nè hay cho bờ mai anh tay trai à năng đấy mình tiện chắp đặt cục đặt nọc đại vào bạn nó cái lại nó đây là hơi bờ cái lại năng miên cái lại trai lôi đôi nhôm vô men năng mình trâu mai anh tay chọc nọc nó đây à picha là nam môn pe dương và rụp cam vị thi mũi trắng vị thi năng cái thưa đam bày ấy cái bài năng mình men bài oi nẹt slap tê cái bài oi dương nẹt nâu rô năng đào và đào chi lan tam sọp năng và đào năng oi picha na ta sạch sài sọt ta say chăng mà tua khuôn dương năng ap để bài clear tao về tay tại trao rót ri lơ và thor ni đôi cái liệt để cái bài tam lâu năng chưa trao chăng chiên năng slap nâu phải liếp bô chiên nó phải liếp chăng sách trao nó phải liếp mà cái lại đách trao về phải liếp ta cao nó prey vén đách trao nó phải vén đách sạch sài ta say trắng trao phải vén mà cái lại đách trao về phải vén ta cao bô chiên nó ta cao sạch sài trắng trao nó ta cao mà cái lại đách bị trao bị ta cao nó xiêm riết sạch sài trắng rồi ta đọc trao nó xiêm riết mà cái lại bị phốt sát luôn nó cao slap vơi cho lao nó không phục bày nó cất rút mình rồiจะđôi thò mà nòm sâu bị ta bồn chẳng nè bà nâu tầm miền ạ về chia mô hạ nâng ạ về chia hai miền ton là haคือสกได้ปัฒนาให้เมียนกาประกันมอมนั่นเต้คือเน่าตะเกาจังให้ตะเกามาเจ้าใส่เจ้าจังจังครบแต่เฉียดตะเกาจีเฉียดใส่ก็เน่าตะเอาแต่เมียนเฉียดเกาจีเตะในชานก็เน่าแต่เจ้าใส่เจ้าจังเลือบแผ่นใบนั่งครบแต่กะไรจังเปรี้ยลูกจังเอายืงเรียนปิจานาทับปิทีนั่งลูกเอายืงปิจานาแต่ใส่สบายสอแต่ใส่จังนั่งไตเจ้าจังเวออดคลำซาจังน่ารูปนั่งนะแต่ได้เจ้าตัวกี่เจ้าเลยอดเมียนน่ะนามาเอามาเท้ามาก่อเศร้ามาตกเลือบเตะเตี้ยเต้ปะได้สลายยืงปันนาปะปนสลายยืงปันนาก็ได้สลับแต่ปีเมาขอยcái ô chọcเลือบเตะดักแขกก่อนเตะให้แต่แผลผมมวยเมาcái doกระดามาชูมันเลือกไอ้ดักกระดามาชู
តា5-6ថ្ងៃឬមួយអាទិត្យយ៉ាងយូរទាញឯងចូលទៅក្នុងព្រៃហើយតែដល់ព្រៃគេបើកមើលមុខតែ5នាទីយ៉ាងយូរទេគេដើរមកផ្ទះវិញគេទុកយើងនៅមួយអាចារ្យហើយគឺតែងចោលរត់រាយអញ្ចឹងតែងចោលនៅក្នុងព្រៃស្មោសានតែងចោលនៅលើបធរណីដោយគ្មានខ្លឹមសារអញ្ចឹងព្រះលោកបង្រៀនយើងថាបើរូបហ្នឹងវាមិនមានន័យមិនមានខ្លឹមសារអញ្ចឹងទេកុំឲ្យឆ្លោះគ្នាព្រោះរូបកុំឲ្យកាត់កាលម៉ែឲ្យឯងព្រោះដីមួយដុំដើម្បីកវលមកលំអតិចឲ្យរូបកុំឲ្យលេងប្រពន្ធឯងទៅយកប្រពន្ធ2ប្រពន្ធ3ដោយសារនាងក្រោយវារូបស្អាតជាងប្រពន្ធឯងទីបំផុតអារូបហ្នឹងចោលលើដីគ្មានអ្នកណាគេមើលទេគ្មានខ្លឹមសារទេរស់នៅត្រូវស្មោះត្រង់រវាងប្តីនិងប្រពន្ធរវាងកូនថែរក្សាម្ដាយថែរក្សាឪពុកបំពេញសេចក្តីល្អកុំតម្រូវដើម្បីតែរូបតម្រូវដើម្បីកាពះខ្លួនឯងឲ្យល្អខ្លួនឯងលំអកាពះខ្លួនឯងញោមហើយជីវិតអ្នកខ្លះញោមដើម្បីកាពះខ្លួនឯងតែមួយណាទៅឆ្លោះទៅទាស់ទៅកាប់ទៅចាក់អាខ្លួនឯងដីរាប់រយកន្លែងនៅទៅប្លន់ដីយាយនឹងមកអំពកឲ្យយាយនឹងទឹកភ្នែកទៀតដើម្បីតែកាពះដើម្បីតែរូបតែមួយតែទីបំផុតអារូបនឹងវាមានន័យអីតែខ្យល់ចេញផុតពេលណារូបចោលដូចសត្វដូចធាតុរកខ្លឹមសារមិនមាននេះព្រះលោកឲ្យយើងពិចារណាចឹងតាមើលអាលេខដែលបាចហ្នឹងទៅជីវិតយើងរូបយើងដូចអាលេខគេបាចហ្នឹងចឹងឲ្យយើងអ្នកនៅរស់រៀនពិចារណាឲ្យតក់ស្លុតប្រឹងធ្វើសេចក្តីល្អទាំងអស់គ្នាដាប់តនលោកនិយាយហ៎ញោមរៀនពិចារណាចឹងណាពិធីទាំងអស់ហ្នឹងគេឲ្យយើងពិចារណាចឹងមិនគេធ្វើសម្រាប់អ្នកស្លាប់ទេគេធ្វើឲ្យយើងអ្នកនៅរស់ហ្នឹងក៏បីតក់ស្លុតឲ្យខំប្រឹងធ្វើសេចក្តីល្អព្រោះសេចក្តីស្លាប់នៅខាងមុខទៅវាអត់មានខ្លឹមសារអញ្ចឹងយើងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អដោយពិធីភះចិញ្ចៀនត្បូងអញ្ចឹងឲ្យតែមានអ្នកស្លាប់ញោមឆ្ងល់ថាហេតុអីបានអាចារ្យដឹកនាំដាក់កញ្ជើមួយមានចេកមានអង្គមានចក្រីមានអញ្ជៀនដាក់នៅលើក្អមដាក់ទឹកក្នុងក្អមហើយចាក់សាំងចាក់ប្រេងដាក់ក្នុងក្អមមាត់ក្អមនឹងដាក់ទឹកក្នុងក្អមហើយចាក់ប្រេងចាក់សាំងចូលក្នុងក្អមនឹងទៀតហើយចងអញ្ជៀនមួយជាប់មាត់ក្អមនឹងហើយដុតជាគៀងដុតទៀនផ្លុងនៅកដាលកញ្ជើនឹងហើយចុះអានឹងគេធ្វើដើម្បីអីបើមិនយល់បើទៅជាថាគេដុតនឹងដុតដើម្បីឲ្យអ្នកស្លាប់នឹងបានពលឺភ្លឺតាមផ្លូវកុំឲ្យវាល្ងិតនៅទៅឲ្យចេះទៀតញោមចឹងបានជាដូនតាយើងគេនិមន្តប្រសង់មកទេសដើម្បីឲ្យយើងយល់ពីពិធីទាំងអស់កុំឲ្យយើងធ្វើទាំងដែលមិនយល់ញោមសួរ100វាឆ្លើយចឹងតាំង100វាថាដុតដើម្បីឲ្យអ្នកស្លាប់នឹងមានពលឺតាមផ្លូវមានអាចារ្យខ្លះផ្លយចឹងទៀតណាមានអាចារ្យមិនអាចារ្យយើងអាចារ្យណាណីនោះណាសួរគាត់ក៏ថាចឹងដែរគាត់ថាដុតដើម្បីឲ្យអ្នកស្លាប់នឹងមានពលឺតាមផ្លូវកុំឲ្យវាល្ងិតមិនក៏ស្លាប់ទៅហើយមិនបាននៅមានភ្នែកមើលកាន់ទៀនដើរមើលតាមផ្លូវទៀតនេះអត់ទេញោមពិធីនឹងអត់មានអ្នកស្លាប់ទេពិធីនឹងដូនតាយើងគេធ្វើដើម្បីឲ្យអ្នករស់នឹងគិតទៀតនមតុរតនតិយសទូលព្រះបង្គំខ្ញុំព្រះករុណាម្ចាស់សូមនមស្ការចំពោះព្រះប្រជុំ3នៃបត្រៃរតន៍គឺព្រះពុទ្ធរតន៍1ព្រះធម្មរតន៍1និងព្រះសង្ឃរតន៍1អាតរិណៈដោយសេចក្តីគិរវៈជ្រះថ្លាដល់ពងពោះឧត្តមឧត្តមប្រសើរស្មើដោយជីវិតសពកាលសូមណថ្ងៃនេះមេត្តាក៏ដូចជាបងប្រុសបងស្រីនៃសពជាពិសេសឧត្តមភរិយាឯណាទៅភរិយាសាធុពណមានទុកជាទម្ងន់ចឹងទុកថ្ងៃហ្នឹងមកតែងបញ្ជាក់ថាសម្រាប់យើងជាបឋិជនមិនថាញោមមិនថាអាត្មាទេទុកថ្ងៃហ្នឹងមកចាត់ថាជាទុកធំណាថ្ងៃហ្នឹងគឺមិនមែនទុកដូចយើងជួបរាល់ថ្ងៃនៃជីវិតរបស់យើងតាំងនៅទេអាព្រាត់កូនទៅរៀននៅអូស្ត្រាលីរៀននៅអាមេរិកអាព្រាត់កូនស្រីមានប្តីទៅនៅកាណាដានៅបារាំងឃ្លាតពីកាយចឹងឆ្ងាយយ៉ាងហ្នឹងក៏ដោយក៏គេហៅថាមិនមែនជាការព្រាត់ធំដែរតែការព្រាត់ដូចនាវេលាឱកាសគ្រានេះគឺជាការព្រាត់ធំហើយជាសេចក្តីទុកធំសម្រាប់ពុទ្ធជនមកនិយាយសម្រាប់ពុទ្ធជនអត់និយាយទៅដល់អរិយជននិងកល្យាណព្រះអរហន្តទេសម្រាប់យើងជាពុទ្ធជននិងកល្យាណពុទ្ធជនគឺទុកថ្ងៃហ្នឹងចាប់ថាជាទុកធំសម្រាប់យើងទាំងអស់គ្នាហើយបានមកថាទុកធំព្រាត់ធំបើយើងព្រាត់កូនទៅនៅអាមេរិកនៅកាណាដានៅបារាំងវាឆ្ងាយយ៉ាងហ្នឹងមែនមួយជើងមេឃពីគ្នាមែនជិះយន្តហោះពីមួយយប់មួយថ្ងៃមែនប៉ុន្តែអាចឆ្ងាយយ៉ាងហ្នឹងក៏ដោយប៉ុន្តែយើងនឹករលឹកកូនយើងអាចខលទូរស័ព្ទរកកូនបានមិនចឹងហើយកូននឹកម៉ែអាចផ្ញើរបស់មកម៉ែបាទនឹកខ្លាំងបើមិនបានមកលេងទេខលទូរស័ព្ទមើលមុខគ្នាបានទៀតឥឡូវនេះនៅដល់ណាក៏មើលមុខគ្នាបានឆ្លងឆ្លើយនិយាយស្ដីរកគ្នាដឹងសុខដឹងទុក្ខ
ប៉ុន្តែប្រត់ថ្ងៃនេះទោះបីនៅក្បែរខ្លួននឹងក៏ដោយក៏អត់អាចឆ្លងឆ្លើយរកគ្នាបានម៉ែមានចំណៃឆ្ងាញ់យកទៅបញ្ចុកឲ្យកូនក៏លែងកើតប្អូនមានចំណៃឆ្ងាញ់យកទៅជូនបងក៏លែងកើតភរិយាមានរបស់ល្អយកទៅជូនប្តីក៏លែងកើតគឺចប់ចឹងបានចាត់ថាទុកថ្ងៃនឹងជាទុកធំវាខុសពីការដែលយើងធ្លាប់ឃ្លាតព្រាត់គ្នានៅមានជីវិតគិតថារូបយើងបែកដូចបច្ឆេះទៀនឬបច្ឆេះជាគៀងជីវិតរបស់យើងបែកដូចជាតិទៀនឬជាតិប្រេងអ្នកអាទៀននៃជាគៀងដែលដុតផ្លុងនៅកណ្ដាលកជើហ្នឹងណាឲ្យពិចារណាថាអាបច្ឆេះហ្នឹងដូចរូបយើងចឹងហើយអាជាតិទៀនជាតិប្រេងដែលកំពុងតែបន្តឲ្យបច្ឆេះហ្នឹងវាឆេះគឺដូចជីវិតរបស់យើងឬដូចបុណ្យហើយនឹងបាបដែលយើងសន្សំអាជាតិទៀនជាតិប្រេងដូចបុណ្យហើយបាបដែលយើងសន្សំរីអាបច្ឆេះរបស់វាដូចរូបកាយយើងប្រើរាល់ថ្ងៃចឹងរូបយើងរាល់ថ្ងៃនៅប្រើកើតនៅមានន័យនៅមានខ្លឹមសារប្តីនៅស្រឡាញ់ប្រពន្ធនៅស្រឡាញ់ប្តីនៅហួងហែងប្រពន្ធនៅហួងហែងអ្នកដតីនៅអោបនៅកសោបនៅមានតម្លៃសម្រាប់គេវាតើអារូបហ្នឹងវានៅមានខ្យល់ចេញចូលហើយតែផុតខ្យល់ពេលណាអារូបហ្នឹងដូចបច្ឆេះទៀនបច្ឆេះជាគៀងហ្នឹងវាដុតឆេះវាមានប្រយោជន៍សម្រាប់គេប្រើបន្តកើតវានៅឆេះកើតវាតើមានជាតិទៀនជាតិប្រេងហើយតើអស់ជាតិទៀនជាតិប្រេងពេលណាអាបច្ឆេះហ្នឹងគឺប្រើការលែងកើតស្រាប់តន់លោកនិយាយយំបច្ឆេះហ្នឹងចោលហើយប្រើលែងកើតតែអស់ជាតិទៀនជាតិប្រេងពេលណាប្រើលែងកើតវាទៅជារបស់អត់ប្រយោជន៍ចឹងអារូបយើងហ្នឹងលោកឲ្យពិចារណាថាវាមានន័យមានប្រយោជន៍នៅពេលខ្យល់វានៅមានអសាសៈបាសាសៈខ្យល់ដង្ហើមចេញចូលវានៅហើយតែខ្យល់ផុតរលត់ទៅពេលណាវិញ្ញាណវាផុតរលត់ទៅពេលណាគឺចប់រូបហ្នឹងដូចបច្ឆេះទៀនបច្ឆេះជាគៀងដែលគេដុតហ្នឹងចឹងវាលែងមានខ្លឹមសារលែងតាំងនៅមាំលែងមានប្រយោជន៍លែងមានសារៈសម្រាប់យើងដែលត្រូវហួងហើយញោមឃើញឯពិធីដូនតាយើងគាត់ធ្វើមួយមកអាត្មាគិតថាដូនតាយើងប្រកែណាស់ញោមគាត់ប្រកែណាស់បង្កើតកម្មវិធីដើម្បីប្រៀបធៀបក្នុងការអប់រំយើងឲ្យយើងរៀនពិចារណាបើយើងអត់យល់ពីបំណងពួកគាត់យើងទៅនាំនៅយល់ក្នុងផ្លូវខុសដោយពិធីប្រែរូបចឹងញោមកូនយើងបញ្ចុះឲ្យបូជាញោមបូជាញោមចាំមើលពេលបូជាឲ្យអាចារ្យយោគីឬអាចារ្យភ្លុកហ្នឹងគាត់យកចប់ជីកគាត់មួយព្រោះអាចារ្យយោគីអត់ដែរចោលទេចប់ជីកព្រោះសម្រាប់បុករកអាសពហ្នឹងឲ្យវាឆេះសាប់ឆាប់សោះឆាប់អស់អញ្ចឹងតិចគាត់ទៅបុកតិចគាត់ទៅបុកឲ្យវាឆេះសាប់អស់ហើយអាកន្លែងហ្នឹងត្រូវពិចារណាទៀតកាលនៅរស់គេប៉ះបន្តិចប្តឹងគេដាក់ខ្នោះដាក់ច្រវាស់ទាសំណងជំងឺចិត្តវាប៉ះពាល់រូបរាងកាយកូនស្រីកណាឬក៏គេវាយកូនប្រុសឯងកណាហើមមុខហើមដៃតិចប្តឹងគេដាក់គុកដាក់ខ្នោះដាក់ច្រវាស់វាតោះគ្នាបន្តិចយកសំណង10 20លានដល់តែពេលឯងដាច់ខ្យល់ទៅអាចារ្យកាន់ចប់ជីកមើលបុកពីលិចបុកពីកើតបុកពីលើបុកពីក្រោមអត់ដែរអាណាងើបមកប្តឹងអាចារ្យសោះអាហ្នឹងយើងគប្បីយកមកពិចារណាថាពេលយើងនៅរស់កុំឲ្យប្រកាន់ច្រើនពេកកុំឲ្យជីវិតយើងម្នាក់ហ្នឹងរស់ហើយដើរផ្ដាល់ក្តៅកាហាយឲ្យគេកើតទុកដោយសារយើងច្រើនពេករៀនអភ័យរៀនសន្តោសរៀនលើកលែងរៀនអធិស្ឋានដល់អ្នកដទៃដែលធ្វើកំហុសមកលើយើងខ្លះព្រោះទីបំផុតទៅសំបីអាពេលយើងនៅរស់គេប៉ះយើងតាន់តិចប៉ះកូនយើងតាន់តិចយើងប្តឹងទាសំណងចិត្តឈឺចិត្តណាស់នឹងគេប៉ះកូនយើងប៉ាន់ទីបំផុតកូនយើងដាច់ចោលទៅអាចារ្យបុកនឹងចប់ជីកអត់ដែរណាមកប្តឹងអាចារ្យទេមិនចឹងឯងញោមអីទាំងអស់គ្នាតាំងញោមតាំងអាត្មាហ្នឹងមិនមែនតែកូនញោមអាត្មាក៏ដោយតែដាច់ចោលអាចារ្យបុកហើយហ្នឹងឲ្យវាឆាប់ឆេះអស់ហើយមានអ្នកណាងើបមកប្តឹងអាចារ្យអត់ទេចឹងបានជីវិតយើងនៅរស់យើងគប្បីមានធម៌សន្តោសសង្គ្រោះលើកលែងអធិស្ឋានដល់មនុស្សជុំវិញខ្លួនយើងដែលមានកំហុសលើយើងរៀនអភ័យរៀនសន្តោសរៀនលើកលែងដើម្បីសេចក្តីសុខដល់អ្នកដែលធ្វើខុសលើយើងផងហើយវាជាសេចក្តីសុខសម្រាប់ខ្លួនយើងផងកាលណាយើងអភ័យឲ្យគេមិនមែនគេបានសុខទេណាយើងតែអ្នកបានសុខញោមទាំងអស់គ្នាពេលគេធ្វើអាក្រក់ដាក់យើងហើយយើងអភ័យឲ្យមនុស្សអាក្រក់ហ្នឹងតើអ្នកដែលយើងអភ័យឲ្យហ្នឹងគេបានសុខឬក៏យើងបានសុខពេលគេធ្វើអាក្រក់ដាក់យើងយើងអភ័យសន្តោសលើកលែងឲ្យអ្នកធ្វើអាក្រក់ដាក់យើងហ្នឹងតើគេបានសុខឬយើងបានសុខគឺខ្លួនយើងតើយើងលើកលែងឲ្យគេមិនមែនគេទេអ្នកបានសុខយើងអ្នកខ្លួនយើងបានសុខតែបើយើងមិនលើកលែងយើងទៅចងពៀយើងទៅព្យាបាទយើងទៅប្តឹងទៅផ្ដោតទៅចាប់គេដាក់ខ្នោះដាក់ច្រវាក់មិនយើងបានសុខទេយើងនៅតែកើតទុកនៅតែខ្វល់ខ្វាយហើយមន់តែបានចាប់គេដាក់ខ្នោះមន់មកយុទ្ធធរឃើញនឹងឈឺក្បាលអំពុលទុកខាតពេលខាតវេលាខាតលុយខាតទ្រព្យខាតគេឈ្មោះខាតកិត្តិយសហើយតែឡើងប្តឹងឡើងផ្ដាល់ដល់តុលាការហើយនឹងទោះបីរឿងនឹងល្អអាមិនក៏ដោយក៏គេមិនដែលថាមនុស្សឡើងតុលាការល្អដែរអញ្ចឹងម្នាក់ក៏បីដល់ទៅនៅការពិចារណាជីវិតនៅរស់ក៏បីមានការសន្តោសលើកលែងអធិស្ឋានដល់មនុស្សសត្វជុំវិញខ្លួនយើងព្រោះទីបំផុតទៅដូចថ្មនិយាយមិញចឹងអាពិធីប្រែរូបនឹងដូចគ្នាគេឲ្យយើងគិតណា
ពេលបូជាសពឆេះអស់ទៅនៅសល់តែដុំខ្ជុងហ្នឹងអាចារ្យហៅកូនចៅមកជួបជុំញាតហ្នឹងមកជួបជុំហើយគាត់ចាក់ទឹកសាដាហ្នឹងដាក់ពីលើខ្ជុងហ្នឹងឲ្យលុតអស់ទៅឲ្យត្រជាក់ទៅទឹកដូងយើងហ្នឹងណាចាក់ពីលើ3 4 5ផ្លែអញ្ចឹងទៅឲ្យលុតអស់ទៅផ្សែងហ្នឹងវាហុយអស់ទៅគាត់ហៅកូនចៅមកជួបជុំមកគាត់យកចបជីកហ្នឹងគូសគូក្បាលរង្វង់ក្បាលអញ្ចឹងមកមូលធ្លុញមួយអញ្ចឹងទៅហើយគាត់ចុច1 2អញ្ចឹងទៅគាត់ប្រាប់ថានឹងភ្នែកហើយចុចក្រោមភ្នែកណានឹងច្រមុះហើយអូសឆ្វោកពីក្រោមច្រមុះមកនឹងមាត់ហើយគាត់ទាញឆ្វោកមកក្រោមត្រង់ភ្លឹងមកគាត់ថានឹងខ្លួនហើយគាត់ទាញក្បែរកក្បែរខាងក្បែរក្បាលហ្នឹងអូសមកខាងពីរខាងចេញមកគាត់ថាដៃហើយគាត់អូសអាក្រោមឆ្វោកមកគាត់ថាជើងហើយគាត់សួរអាចារ្យពីបុរាណណាគាត់ធ្វើអញ្ចឹងហើយគាត់សួរមិនទៅកូនចៅទាំងអស់គ្នាឲ្យរូបដែលខ្ញុំគូនឹងដូចអ្នកស្លាប់ទេហើយឯងគ្រប់គ្នាទៅមើលអាម៉េចដូចបើភ្នែកម្ដងអាចារ្យគូដូចអីផងភ្នែកចេះចុចឲ្យចេះសួរថាដូចចឹងយើងច្បាស់ណាស់នឹងឆ្លើយ 100% ថាអត់ដូចទេអាចារ្យអត់ដូចកូនខ្ញុំទេអត់ដូចប្តីខ្ញុំទេអាចារ្យឯងគូអត់ដូចទេអាចារ្យលុបចោលហើយគាត់គូម្ដងទៀតអស់វរៈម្ដងផង2 ដងផង3ដងផងគាត់សួរដែលយើងនៅតែឆ្លើយថាមិនដូចបានអាចារ្យចាប់ដើមបញ្យលបើអាចារ្យឥឡូវមកដែលឃើញគាត់រៀបពិធីហ្នឹងទេកំរដែលមានពិធីហ្នឹងបញ្យលកូនចៅណាតែដុតហើយហៅកូនចៅមកសូត្រធម៌ផ្សាយមេត្តាតិចរើឆ្អឹងយកមកពាត់ស្អីមករើឆ្អឹងយកមកអត់ដែលបញ្យលទេចឹងក្មេងហើយនឹងកូនចៅជំនាន់ក្រោយគាត់អត់យល់ចឹងធ្វើពិធីហ្នឹងគេបញ្យលដល់ពេលសួរម្ដង2 ដង 3 ដងឆ្លើយថាមិនដូចចឹងអាចារ្យបញ្យលថាហ្នឹងហើយកូនចៅទាំងអស់គ្នាភរិយាម្ដាយណាអ៊ំកាត់សេចក្តីទុកទៅព្រោះហេតុអីបានដូនតាយើងគេនាំធ្វើពិធីហ្នឹងពីព្រោះពេលដែលទៅដល់កន្លែងឆ្អឹងហ្នឹងអ្នកខ្លះគ្រាន់តែឃើញឪឯងហ្នឹងកាលដែលនៅរូបវាស្អាតឪល្អមានសាច់មានឈាមដល់ពេលព្រលឹមឡើងបើកភ្នែកញាក់ពីដេកព្រោះជំនាន់ដើមសពមិនមែនដុតដូចឥឡូវលឿនដូចឥឡូវណាមកយប់ទល់ភ្លឺចឹងព្រលឹមឡើងញាក់ពីដេកគ្រាន់តែឃើញឪនៅសល់តែឆ្អឹងអានៅសល់តែខ្ជុងអាកូននោះវាយំរហូតដល់ខ្យល់កសន្លប់ក៏មានដែរដល់វាសេចក្តីទុកនឹងវាខ្លាំងអញ្ចឹងវាឃើញឪឯងសល់តែឆ្អឹងសល់តែខ្ជុងអញ្ចឹងវាយំរហូតដល់សន្លប់គាំងអញ្ចឹងទៅបានដូនតាយើងគេបង្កើតពិធីនឹងមួយទៀតដើម្បីឲ្យកូននឹងពិចារណាតកូនហើយឈប់យំទៅឈប់សឹកសោកសួលអួលអាក់ស្ដាយសំណោះអាឡោះអាឡៃទៅកូនឯងទោះបីតរោវិចិត្រកមកគូសវិចិត្រកនៅសាលារចនាក្រោយវាំងវាបកែគូសមានដៃមានមុខមានចៅមានភ្នែកឲ្យដូចជាអ្នករស់យ៉ាងម៉េចក៏ដោយហើយឬក៏ទេវតាប្រអិនប្រព្រំមកជប់រូបថ្មីឲ្យដូចរូបហ្នឹងក៏ដោយក៏មិនអាចដូចរូបដើមដែរបកែគូសវាមិនក៏មិនអាចធ្វើឲ្យមនុស្សស្លាប់នឹងវារស់ដូចដើមវិញបានដែរចឹងយើងរៀនទទួលស្គាល់ការពិតទៅថាទុកបីទេវតាអិនព្រំមកជប់រូបហ្នឹងឲ្យដូចរូបដើមក៏មិនអាចដូចរូបដើមដែរមិនអាចមានជីវិតតាំងនៅដូចដើមដែរហើយវិចិត្រកគូសអាម៉េចក៏ដោយក៏មិនអាចឲ្យតាំងនៅមានជីវិតដូចរូបដើមដែរចឹងទទួលស្គាល់ទៅកូនគ្មានអ្នកណាអាចជួសវាគប់រូបអ្នកស្លាប់ឲ្យរស់ឡើងមកវិញដូចដើមបានទេយើងទទួលស្គាល់ការពិតនៃជីវិតចឹងទៅអាអ្នកស្លាប់នឹងគាត់ពិចារណាបានកន្លែងហ្នឹងទៀតទៅគាត់ក៏ធូរផ្លូវចិត្តហ្នឹងតិចទៀតទៅឃើញទេពិធីក្នុងបុណ្យសពហ្នឹងទាំងអស់គឺគេធ្វើឡើងដើម្បីឲ្យយើងរៀនពិចារណាទាំងអស់ណាញោមណាទាំងអស់គ្នាមិនសម្រាប់អ្នកស្លាប់ទេកម្មវិធីសម្រាប់អ្នកស្លាប់ណោះពេលអាចារ្យបូជាហើយណាអាចារ្យហៅមកថ្វាយអង្គមព្រះសពៈប្រសង់មករាប់បាតមកប្រគេនចង្ហាន់លោកផតតាបាបាំងស្គលនេះអាហ្នឹងបានពិធីសម្រាប់អ្នកស្លាប់គឺជាពិធីដែលត្រូវចម្រើនបុណ្យឲ្យអ្នកស្លាប់ហើយពិធីទាំងប្រមាណដែលយើងធ្វើនឹងសម្រាប់យើងអ្នកនៅរស់ពិចារណាផងនិងសម្រាប់ជាកិច្ចគោរពចំពោះរូបកាយនៃសពផងពិធីហ្នឹងណាពិធីដែលយើងអាចារ្យដឹកនាំប្រមាណថ្ងៃដែលធ្វើរហូតដល់ថ្ងៃបូជាហើយហ្នឹងជាពិធីដែលយើងគោរពចំពោះរូបកាយសពផងនិងជាទំនៀមទម្លាប់រក្សាប្រពៃណីប្រវេណីពីបុរាណរបស់ខ្មែរយើងផងទី1គោរពរូបសពទី2រក្សាប្រវេណីពីបុរាណទី3ដើម្បីឲ្យយើងអ្នកនៅរស់ហ្នឹងដល់ទៅដល់ការពិចារណាកាត់ទៅនៅសេចក្តីទុក្ខខ្លះរីឯពិធីសម្រាប់អ្នកស្លាប់គឺសង្ឃទានដល់តនេះញោមទាំងអស់គ្នាតនេះដូចមិនវែងទៀតទេញោមណាក្នុងពិធីបុណ្យសពនឹងវាមានពិធីច្រើនណាស់យើងរៀបរាប់មិនអស់ទេគ្រាន់តែលើកត្រុសបានជាកតិសម្រាប់ពិចារណាដល់យើងគ្រប់គ្នាអ្នកនៅរស់នឹងគប្បីណខំប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងដំណើរជីវិតរបស់យើងនឹងថាជីវិតនេះនឹងចូលមកគោលធម៌យើងតិចទៀតចោះចំចប់5នាទីទៀតចោះ3ក្នុងខ្លួននឹងជាតិជារៀបជាអធិមរណៈឬអនិច្ចំទុក្ខាអនត្តាអនិច្ចំក៏បីទទួលស្គាល់ថាជីវិតយើងទាំងអស់គ្នាអត់ទៀងហើយណាក៏អត់ទៀងដែរញោមក៏អត់ទៀងម៉ាក៏អត់ទៀងដែរជួនកាលពងអង្គុយទេសកោខ្យល់កទៅទាំងលើក្រែហ្នឹងក៏ថាបានជីវិតវាអត់ទៀងទទួលស្គាល់ថាជីវិតវាអត់ទៀង
ទីពីរទុកខាងជីវិតជាទុកបងស្រីញោមស្រីឲ្យទទួលស្គាល់អានឹងមួយទៀតអានឹងអត់សូវកើតទុកទេឲ្យទទួលស្គាល់ថាគ្រប់ជីវិតរបស់មនុស្សទាំងអស់តាកើតមកមានទុកដូចថ្ងៃហ្នឹងចាសេចក្តីទុកហ្នឹងតែងប្រកបដូចគ្នាទាំងអស់ឲ្យទទួលស្គាល់ថាសេចក្តីទុកថ្ងៃហ្នឹងអត់មែនមានតែកូនយើងទេមិនមែនមានតែប្តីយើងទេគ្រប់សត្វទាំងអស់តែមានរូបគឺមានទុកញោមធ្លាប់លើពាក្យចាស់គាត់និយាយថាមានរូបមានទុកមានរូបមានទុកហ៎តាមពិតចាស់គាត់និយាយតាមព្រះទេព្រះព្រះអង្គលោកសំដែងថាកាលណាមានរូបគឺមានទុកព្រះលោកសំដែងថាមានជាតិគឺមានអាសេចក្តីទុកហ្នឹងប៉ុន្តែយើងយកមកនិយាយថាមានរូបមានទុកអត់ខុសទេតែកាលណាមានជាតិកំណើតមានរូបផ្គុំឡើងមកហើយគឺសេចក្តីទុកកើតគ្រាន់តែសេចក្តីទុកហ្នឹងវាផ្សេងគ្នាវាមានជារាទុកវាមានព្យាធិទុកវាមានមរណៈទុកដោយទុកយើងថ្ងៃហ្នឹងគេហៅអីញោមគេហៅអីគេហៅមរណៈទុកចាយើងឈឺកាពះឈឺដៃឈឺជើងឈឺក្បាលវិលមុខចុកចកេះរយឈឺថ្មិញឈឺថ្លើមឈឺបេះដូងអាហ្នឹងគេហៅទុកអីគេហៅទុកអីគេហៅឈឺទុកគេហៅព្យាធិទុកឲ្យឈឺទុកក៏មានអីខុសព្យាធិហ្នឹងប្រែមកតែឈឺហ្នឹងហើយហ្នឹងអញ្ចឹងនិយាយថាឈឺទុកចឹងហ្មងដល់មិនដឹងភាសាបាលីគេថាម៉េចណាឈឺទុកហ្នឹងឈឺកុំទុកអីឈឺនាំគ្នាបញ្ចេញអាឈឺនឹងចោលទៅវាអត់សូវមានទុកទេប៉ុន្តែឈឺឲ្យទុកអាហ្នឹងវាអត់សូវបានសុខទេកុំឈឺឲ្យទុកណាយាយណាឈឺឲ្យចោលហ្នឹងណាប៉ុន្តែកាលណាមិនរកថ្នាំមិនរកពេទ្យចោលមិនកើតទេបើទៅរកលោកឲ្យស្រោចទឹកទៅរកអាចារ្យឲ្យពោណាអាហ្នឹងឈឺនៅក្នុងខ្លួននឹងរហូតតែប៉ុន្តែបើទៅឈឺទៅរកពេទ្យអាហ្នឹងបានចោលខ្លះឲ្យយល់កន្លែងហ្នឹងដែរកុំឲ្យពេលឈឺរត់ទៅរកខ្សែចកេះរកបាយសីរកស្រោចទឹកលោកនេះបើចេះស្រោចឲ្យញ៉ាំឯជាឈឺជំងឺក្នុងខ្លួនចឹងលោកនេះបែបប្រហែលជាគ្រុនពោះវៀនអត់ទៅឲ្យពេទ្យបតោកសរោមនេះលោកចាក់ទឹកឲ្យខ្លួនលោកជាអស់ហើយសង្វេគណាស់រាល់ថ្ងៃនេះអាត្មាចេះពិចារណាមើលណប្រសង់ខ្មែរយើងទាំងតូចទាំងធំខ្លះនិយាយខ្លះមួយចំនួនតិចទេមិនច្រើនទេប៉ិនដូចចង់ឆ្លងគ្នាអស់ហើយយូរខ្លួនក្រងស្បង់ជាពជាឧត្តមភេទសម្ពុតការស័យភ័ស្ជាទងជ័យរបស់ព្រះសម្មាសម្ពុទ្ធល្អឯកមានប្រទងជ័យមកដាក់លើខ្លួនហើយមានស្បង់ជាពជាអត្តសញ្ញាណដែលព្រះលោកឲ្យប្រើដូចគ្នាល្អវិសេសហើយបានមកបួសមករៀនតាំងខ្លួនក្នុងព្រះសាសនាល្អហើយតែប្រែពណ៌ទៅជារឿងផ្សេងខ្លួនពាក់ស្បង់ពាក់ជាពប៉ុន្តែអត់មាននាំគ្នារៀនធម៌ព្រះទៅរៀនធម៌ប្រែតធម៌នរកធម៌ខ្មោចញោមរាល់ថ្ងៃញោមឯងដែលលឺលោកសោតមុនការអីដែលលោកសោតធម៌ព្រះដែរសោតតែធម៌ប្រែតសក់ខ្មោចសក់ព្រាយណាហៅមកអស់អីស័យជុំវិញទឹះអីស័យបារមីទឹះនេះទឹះនោះហ្នឹងទេវតាណាមកអស់ហៅខ្មោចហៅព្រាយអីអស់មកទឹះ8ទឹះ9ណាជីដូនជីតាណារុកអរិយណាលោកហៅមកអស់ជ័យយ៉ងជ័យជ័យអីហើយពេញតែហ្នឹងវាយូរលែងសោតធម៌ព្រះទៅនាំអ្នកច្រៀងចម្រៀងហ្នឹងតើនាំនេះសោតធေါ်ប្រែតធေါ်ព្រាយអាហ្នឹងមានធေါ်ព្រះទេញោមមកថាអញ្ចឹងចុះព្រោះព្រះអត់មានបង្រៀនអញ្ចឹងណាព្រះអត់មានបង្រៀនអញ្ចឹងទេព្រះអត់មាននាំឲ្យលោកនាំគ្នាមកច្រៀងអញ្ចឹងទេព្រះលោកឲ្យយើងសោតព្រះបរិត្តតប្រែមកតែរារាំងយើងចម្រើនទៅនៅបរិត្តទៅសោតករណីមហាសម័យបនិធានយាននេគរីមនុនអីនេះបានជាព្រះបរិត្តហើយឯងនាំគ្នាខ្លួនជាប្រសង់អ្នកដើរតាមកន្លងព្រះហើយអត់មានសោតធម៌ព្រះហើយទៅសោតតែធម៌ប្រែតធម៌ព្រាយធម៌ខ្មោចហើយអាអ្នកធំនេះចូលចិត្តណាញោមចូលចិត្តណាធម៌ខ្មោចចូលចិត្តណាតិចថាលោកប្រសង់ត្រឹមត្រូវកាន់ធម៌កាន់វិន័យទៅសោតព្រះបរិត្តឲ្យគេស្ដាប់គេអត់ស្ដាប់ទេប្រភោគគ្នាអពេញហ្នឹងហើយបើលោកណាសោតអេតិបិសោព្រះកវីព្រះអាទិត្យទេវាជាតិជាតបដីចុះមកវាភ័យលុតលើករាសីឯកឧត្តមលោកជំទាវអ្នកអង្គញានេះណាបានឧត្តមសំស័កសួនជាងជួយថែធួនខំខ្វល់ខ្វាយចម្រុងចម្រើនរដ្ឋិខ្សែបានសបាយកើងកេកមុតលេខជាទីបាប់ក្រុមលុះចេញមកពីក្នុងអន្តរីមកជួយស្ថិតជួយបាត់បាំងរារាំងគ្រប់ទិសទីសត្រូវប៉ុនប៉ងចង់យាយខ្លោបខ្លែរដ្ឋិចាញ់បច្ចេស្ដាបកបកបមានធនណាំងលៀបពោលៀបផាំងលៀបភៈភៈសទ្ធិចម្រើនយកសាក់មានរដ្ឋិសម្បត្តិសមោហោចូលមកកក្រិតចូលមកស្ថិតរដ្ឋត្រីសភាលើកបនសាក់លើកជោគលើកត្រាក់លើករាសីចម្រើនទាំងស្រីសុខសួស្ដី3ប្រការហុំដួងទាំងចិនដែរតិបិសោវាសិទ្ធិសិទ្ធិលោស្វាហាយៈផាំងអូយកពីលូនក្រាបហ្នឹងហើយតិចថាតសោតធေါ်ព្រះឲ្យបានលូនក្រាបបានស្ដាប់ចឹងទៅអត់ទេហ្នឹងអត់យល់ហេតុតែមិនយល់ហើយអាលោកអ្នកសោតនោះវានាំប្រសក់ឲ្យវែងចឹងទៅទៀតទៅតាមលោកទាំងអស់
ហ្នឹងហើយអាហ្នឹងហើយបានអាត្មាចេះសង្វេគសាសនាពុទ្ធទៅមុខមិនដឹងថាទៅយ៉ាងម៉េចទេបើយើងទាំងអស់គ្នាចេះតាអាលោកនេះចេះតែលោកទៅប្រសក់ទៅដោយប្រសក់ទៅហើយថាប្រសក់ទៅគ្នាវារវល់រឿងរស៊ីគ្នាវាមិនបានទៅរៀនសូត្រធម៌វិន័យប៉ាអាខ្លួនឯងអ្នកកាន់ធម៌កាន់វិន័យនាំប្រសក់ទៅក្នុងផ្លូវខុសមកថាអញ្ចឹងមកទោសប៉ះពាល់ហើយថ្ងៃហ្នឹងនឹងប្រសង់ខ្លះញោមចាំចំណាំហើយកុំទៅត្រេកអរជាមួយធម៌ប្រែតធម៌ខ្មោចនឹងខ្លាំងពេកសុកទុកចម្រើនវិនិច្ឆ័យអត់មាននៅកន្លែងហ្នឹងទេនៅនឹងខ្លួនយើងមិនបាច់លោកសោតតែឥឡូវខ្ញុំឯងឲ្យលោកសោតឧទាហរណ៍តែប្តីពុនពីរនាក់វាអត់សូវស្រឡាញ់គ្នាហើយតមុនលោកបកែសោតធေါ်ខ្មោចនឹងមកសោតហើយឲ្យលោកហៅមកអស់ប្រអិនប្រព្រំអ្នកបកែស័ក្តិសិទ្ធិបារមីឯណាហៅពីភ្នំឯណាមកអស់បើអាអ្នកដែលស្ដាប់មុនលោកមកសោតនេះគ្នាវាអត់យល់ធម៌ណាគ្រាន់តែលោកសោតតាមស្រួលអត់ទាន់ចប់ផងឆ្លោះគ្នាវាយគ្នាមុខលោកហ្នឹងក៏ថាបានដែរបងហើយអាហ្នឹងបកែមកតាមស្រួលវាអត់វាយមុខលោកហ្នឹងទេប៉ិនឲ្យតែលោកចេញផុតទៅវាយគ្នាពេញផ្ទះហ្នឹងហ្នឹងអាជេរគ្នាអត់ដែលអាជេរគ្នានៅតែជេរគ្នាអត់ដែលព្រោះមិនមែនមកពីធម៌ដែលលោកសោតនឹងទេគឺមកពីខ្លួនយើងចឹងមកចង់បញ្ជាក់ប្រាប់ញាតិញោមដោយព្រះព្រះអង្គសម្ដែងថាសុខក្តីទុក្ខក្តីចម្រើនក្តីវិនាសក្តីវានៅនឹងខ្លួនយើងទាំងអស់គ្នាចរណៈដំណើរនៃការប្រព្រឹត្តរបស់យើងដើរទៅនៅក្នុងផ្លូវណាគឺហេតុយ៉ាងណាផលវាចេញមកចឹងយើងចង់បានសេចក្តីសុខមិនបាច់លោកទៅសោតមុនលោកមកសោតពីឋានណាមកទេឲ្យតែមានអធិស្ស្រ័យប្តីប្រពន្ធស្មោះត្រង់សច្ចៈធម៌មេត្តាធម៌ទៅកាន់គ្នានឹងគ្នាប្រពន្ធខុសលើកលែងឲ្យប្រពន្ធប្តីខុសលើកលែងឲ្យប្តីនឹងបាត់ភ្នែកបើកភ្នែកកុំឲ្យឃើញទោសគ្នាច្រើនពេកឲ្យចេះសន្តោសសង្គ្រោះលើកលែងសម្ដីសម្ដៅព្រោះភាសាទៅកាន់គ្នាដល់ទៅនៅការគោរពផ្ដល់តម្លៃមានភាពស្មោះត្រង់ឲ្យតែមានអាធម៌អស់នឹងក្នុងខ្លួនមានមេត្តាចិត្តករុណាចិត្តចេះអាណិតចេះស្រឡាញ់ប្តីកើតទុកមានបញ្ហាកើតទុកជាមួយប្តីប្រពន្ធមានទុកមានបញ្ហាកើតទុកជាមួយប្រពន្ធញាតិខាងប្តីមានបញ្ហាកើតទុកជាមួយញាតិខាងប្តីញាតិខាងប្រពន្ធមានបញ្ហាកើតទុកជាមួយញាតិខាងប្រពន្ធចិត្តមួយថ្លើមមួយជីវិតរស់នៅជាមួយគ្នាដល់ទៅនៅសេចក្តីផ្លូវមួយស្មើគ្នាទាំងចិត្តទាំងកាយចឹងមិនបាច់លោកណាមកសូត្រធម៌ទេពីរនាក់នឹងដឹងតែសុខហ៎ដាប់តនទេញោមដឹងតែសុខហ៎ហើយបើថាផ្លូវផ្សេងគ្នាដើរផ្សេងគ្នាចិត្តផ្សេងគ្នាហើយទៅឲ្យលោកណាមកសូត្រធម៌ពីឋានណាមកក៏មិនសុខដែរណោះញោមវ៉ែនតាណាហ្នឹងហើយអញ្ចឹងយើងរៀនពិចារណាទាំងអស់គ្នាប៉ុណ្ណឹងចោកុំវែងពេកណាញោមណានឹងសុខចម្រើនទាំងអស់គ្នាមកទេសវែងហ្នឹងហើយក៏ប៉ះគេប៉ះឯងខ្លះមកទោសញោមហើយចង់ឲ្យតែញោមដើរទៅនៅក្នុងផ្លូវត្រូវទេធម្មតាពាក្យពិតវារែងស្លែងដូនតាយើងគេនិយាយយើងមិនចង់និយាយបើពេលខ្លះវាចេះចូលមាត់ទៅវាចេះទៅឲ្យញោមរៀនពិចារណាថាផ្លូវណាដែលយើងដើរទៅវាចម្រើនហើយវាត្រូវនឹងផ្លូវណាដែលយើងដើរទៅហើយវាខាតហើយវាអត់ចំណេញប្រយោជន៍ហើយវាអត់ត្រូវដូចអភិធេដែលនាំគ្នាមកដុតមកអីនេះអាត្មាថាមិនហាមមិនឲ្យញោមដុតទេដុតចុះប៉ុន្តែយើងក៏បីគិតវិញតើវាចំណេញអីមកដុតតាមមិនស្រួលនឹងអាអ្នកអង្គុយដុតនឹងវាកើតសួតកើតលបែងកើតហើតវាហាត់អាប់ផ្សែងនឹងមក2 3យប់ហើយដូចຕົកមួយអាទិត្យផងក៏ហាត់ផ្សែងមួយអាទិត្យហើយមុខឡើងស្លេកប៉ឹមអាកូនតូចក្នុងផ្ទះនឹងកើតសួតកើតហើតអស់ហ្នឹងវាផ្សែងពេញផ្ទះទី1ទី2យើងខាតពេលវេលាមកអង្គុយដុតបើកូនមានតែ2នាក់ទទួលភ្ញៀវរត់ចែកជើងគ្នាអាមួយមកដុតអាមួយទទួលភ្ញៀវអាមួយទទួលភ្ញៀវអាមួយមកដុតផ្លាស់ជើងគ្នាមកដុតហើយចុះអាមិនក៏ចាំបាច់ងំគ្នាមកអង្គុយដុតអាខ្លះដុតអត់ឲ្យអាលុតទៀតហើយសួរមិនបានដុតមិនឲ្យអាលុតនឹងកុំឲ្យអាលុតថាដូចថ្មនិយាយមិនចឹងភ្លើងនឹងភ្លើងនាំផ្លូវគាត់ទៅឋានសួគ៌ឲ្យគាត់មើលផ្លូវទៅឋានសួគ៌ឃើញរឿងឋានសួគ៌ឋាននរកមិនមែនដោយសារភ្លើងនាំផ្លូវទេគឺដោយសារចរណៈដំណើរនៃការប្រព្រឹត្តរបស់យើងនៅរស់យ៉ាងណាគឺយើងមើលឃើញភ្នែកខ្លួនយើងហើយគ្មានអ្នកណានាំយើងទៅគឺយើងខ្លួនយើងដឹងខ្លួនយើងថាអញទៅណាហើយមុនដាច់ចោលអញដឹងច្បាស់ណាស់ថាអញទៅណាសេចក្តីល្អនិងសេចក្តីអាក្រក់អាចលាក់កុហកអ្នកដតីបានប៉ិនកុហកអ្នកណាអត់បានញោមកុហកអ្នកណាអត់បានកុហកខ្លួនយើងអត់បានទេធ្លាប់ផិតក្បត់ប្រពន្ធតែមានដែរណោះប្រពន្ធអត់ដឹងមែនប៉ាណាដឹងលួចមន់គេអាម្ចាស់មន់អត់ដឹងប៉ាណាដឹងចឹងទៅនរកទៅសួរគ្មានអ្នកណានាំយើងច្បាស់ជាងខ្លួនយើងទេមុនដាច់ចោលយើងដឹងច្បាស់ណាស់ថាអញទៅណាអញធ្វើអីខ្លះកាលនៅរស់ចឹងមិនមែនសំខាន់ភ្លើងយើងដុតអត់ឲ្យលុតបានម៉ែយើងឡើងឋានសួគ៌ឲ្យលើងឡើងឋានសួគ៌មិនមែនចឹងទេខាតពេលវេលាខាតសុខភាពខាតលុយយកទៅទិញរបស់នឹងមកទៀតចឹងយើងក៏បីពិចារណា
លុយឡានដុល្លារផ្ទះអីបើដាក់ផ្ទះប្រើកើតមានអីដុល្លារប្រើកើតមានអីឡានប្រើកើតមានអីវាកុហកម៉ែកុហកឪតាំងនៅរស់តាំងនៅរស់កុហកដល់ដៃខ្យល់ហើយនៅកុហកគាត់ទៀតហើយจะដាក់ដុល្លារខ្មោចមិនកុហកដាក់ដុល្លារចាយមិនកើតដាក់ឡានជិះមិនកើតមិនកុហកដាក់ផ្ទះនៅមិនកើតមិនកុហកតាំងម៉ែតាំងឪតាំងនៅរស់រហូតកុហកដល់ដៃខ្យល់ហើយនេះមួយទៀតមកគប់បីដាស់តឿនញាតិញោមដែរមួយម៉ាត់ទៀតចុះទម្លាប់មិនល្អមួយទៀតគឺឲ្យតែមានអ្នកស្លាប់គូសញ្ញាខ្វែងគ្រប់កញ្ចក់ទាំងអស់កញ្ចក់ទូកញ្ចក់ផ្ទះកញ្ចក់ទ្វារហើយផ្ទះថ្ងៃហ្នឹងគូដែរកុំខឹងលោកខ្ញុំលោកថាម៉ាត់ថាទាំងអស់គ្នាថាទូទៅមិនមែនថាសម្រាប់យើងថ្ងៃហ្នឹងទេសំណួរទៅសួរគាត់ថាគូដើម្បីអីគាត់ថាគូកុំឲ្យខ្មោចវាមកប្រឡងមកបន្លាចមករកកូនមករកចៅខ្លាចកុំឲ្យខ្មោចវាមកថ្មគ្រាន់តែលើពាក្យហ្នឹងតក់ស្លុតពិចារណាថាអូណោះម៉ែបកើតឯងហូរឈាមទាំងក្លុកចិញ្ចឹមយើង70 60ឆ្នាំផ្ទះម៉ែហើយឲ្យកាន់ដៃគ្នាបែកញើសហូរញើសធ្វើតាមមកទាសកគេចិញ្ចឹមជីវិតរស់ស៊ីសង់ផ្ទះហ្នឹងមកចិញ្ចឹមយើងមកថែរក្សាយើងបកើតយើងតាំងពីក្មេងដល់ចំណាស់នេះស្រឡាញ់ម៉ែណាស់ស្រឡាញ់ឪណាស់គ្រាន់តែឪដៃខ្យល់1ម៉ោងអត់តាន់គូសញ្ញាខ្វែងជើងក្អែកកុំឲ្យឪចូលផ្ទះកុំឲ្យម៉ែចូលផ្ទះហើយយើងយកមកគិតខ្លួនយើងវិញថាចោះគាត់អាក្រក់អីអាក្រក់ម្លេះខែងយើងថាស្រឡាញ់ម៉ែអីស្រឡាញ់ឪអីស្រឡាញ់ប្តីអីហើយម៉ែហើយឪហើយប្តីស្លាប់មិនតាន់បាន1ម៉ោងឯងគូសញ្ញាជើងក្អែកកុំឲ្យឪឲ្យម៉ែចូលផ្ទះហើយយើងគូនោះគូមានន័យចឹងសួរទៅទាំងអស់គ្នាគឺចឹងកុំឲ្យខ្មោចមករកកូនរកចៅម្លងបន្លាចនឹងកូនចៅនឹងចេះមួយចុះពីរជំនឿនឹងចឹងយើងទាំងអស់គ្នាគប្បីដល់ទៅនៅការពិចារណាទាំងអស់គ្នាយើងធ្វើកម្មវិធីអីមួយឲ្យមានហេតុមានផលអ្នកដែលស្លាប់ទៅហើយអត់មានមករកយើងទៀតទេញោមតែចត់តិបដិសន្ធិអត់មាននៅជាបលឹងទៀតទេកន្លែងហ្នឹងកុំឲ្យយល់ខុសព្រះលោកសំដែងតែចត់តិបដិសន្ធិចត់តិមានន័យតែស្លាប់បដិសន្ធិកើតមកវិញគ្រាន់ថាកើតមកវាអត់ដឹងថាកើតជាកំណើតអីជាបេតវិស័យក៏មិនដឹងជាមនុស្សស័ក្តិសម្បត្តិតឹងចក្រក៏មិនដឹងជាទេវៈស័ក្តិសម្បត្តិតឹងចក្រក៏មិនដឹងប៉ុន្តែស្លាប់គឺកើតអត់មាននៅបលឹងអីមករកយើងអីទៀតទេអត់ទេបងហ្នឹងអាយើងវាសពតែឃើញឪមកហើយណាអារម្មណ៍យើងអារម្មណ៍កតិនិមិត្តតារោអារម្មណ៍វានិមិត្តដោយសារចិត្តហ្នឹងវាចងជាប់ជាមួយអ្នកស្លាប់នឹងច្រើនទៅអារម្មណ៍ហ្នឹងក៏និមិត្តហើយជួនកាលមិនមែនអារម្មណ៍យើងទៅទេអ្នកហ្នឹងអាចនិមិត្តឲ្យឃើញមែនដោយសារគាត់មានអានុភាពដូចថាគាត់កើតជាបេតវិស័យអីគាត់មានរិទ្ធខ្លះដែលអាចប្រើរិទ្ធហ្នឹងមកឲ្យកូនឃើញឲ្យចៅឃើញថាគាត់កំពុងតែទទួលរងទុក្ខអាហ្នឹងមានប៉ុន្តែមិនមែនជាខ្មោចទេគាត់កើតទេប៉ុន្តែកើតជាកំណើតបេតវិស័យអញ្ចឹងចុះដូចញាតិប្របាទពំវិសាអញ្ចឹងណាញោមអ្នកទាំងអស់ហ្នឹងមកយំប៉ុន្តែមិនមែនខ្មោចណាកើតជាបេតវិស័យនឹងរាប់ម៉ឺនអសង្ខ័យកម្រៃរាប់សែនជាតិទេប្រពុតឡើង4 5ព្រះអង្គរហូតដល់សមណគោតមនៃយើងបានទទួលបានអាហារហ្នឹងមិនមែនជាខ្មោចទេជាកំណើតផ្សេងហើយកើតហើយជាបេតវិស័យអញ្ចឹងមានរិទ្ធមានអំណាចខ្លះអាចមកយំមកស្រែកឲ្យដំណឹងដល់ប្របាទពំវិសាឲ្យប្របាទពំវិសាចម្រើនបុណ្យកុសលឲ្យទៅហ្នឹងវាមានអញ្ចឹងប៉ុន្តែមិនមែននៅជាខ្មោចជាបលឹងអីទៀតទេកុំឲ្យយើងយល់ខុសហ្នឹងអញ្ចឹងកន្លែងហ្នឹងមួយយើងគូក៏បីលះកាត់ដែរម៉ែស្លាប់ទៅឲ្យស្លាប់ទៅញាតជាទីស្រឡាញ់ស្លាប់ទៅមិនទាន់បាន1ម៉ោង2ម៉ោងនាំគ្នាគូសញ្ញាជើងក្អែកហ្នឹងនាំគ្នាលះបង់កន្លែងហ្នឹងទៀតទៅចប់មែនតើណាលេងទៅមុខទៀតហ៎បាទអ្នកណាទៅវត្តទេមកជឿថាអញ្ចឹងភ័យនឹងអីខ្លះញាតិញោមដឹងខ្លួនយើងភ័យនឹងអីខ្លះបានរត់ទៅរកបន់រាល់ថ្ងៃដឹងភ័យនឹងអីខ្លះហ៎ភ័យនឹងស្លាប់ហ្នឹងលោកអ្នកប្រាជ្ញថាហេតុនាំឲ្យសត្វលោកចេះធ្វើបន់ទី1សង្វេគោគឺសង្វេគតក់ស្លុតទៅនៅក្នុងសង្ខាររបស់យើងមានជាតិជារៀបជាធិមរណៈហ្នឹងដូចថ្មនិយាយខាងដើមមិញទី2ភាសាតោបើគ្រាន់តែសង្វេគប៉ុន្តែបើអត់ជ្រះថ្លាក៏ធ្វើបន់អត់កើតដែរព្រោះតើជ្រះថ្លាភាសាតោទេសុចរិតតាមានចិត្តល្អបរិសុទ្ធរីករាយត្រេកអរបៃតិសោមនស្សសច្ឆែតទៅនៅក្នុងសេចក្តីល្អមានបញ្ញាសមាទិដ្ឋិយល់ឃើញត្រូវផងបានចម្រើនសេចក្តីល្អនឹងកើតដូចអាត្មាធ្លាប់និយាយអញ្ចឹងយើងធ្វើបន់រាល់ថ្ងៃដោយសារហេតុអីខ្លះគុណោបករៈសារណៈហេតុព្រោះការនឹកឃើញគុណម៉ែឪផងសទ្ធាសារណៈហេតុព្រោះមានសទ្ធាផងសង្ខារសារណៈហេតុព្រោះនឹកដល់សង្ខាររបស់ខ្លួនតើអត់ទៀងផងបាទខំប្រឹងធ្វើបន់ទុកនឹងព្រោះជីវិតវាអត់ទៀងអញ្ចឹងម្នាក់ភ័យនឹងសេចក្តីស្លាប់បានរត់ទៅទីពឹងហ្នឹងបើអត់មានសេចក្តីស្លាប់មនុស្សយើងរស់រហូតនិយាយសម័យទីបើមនុស្សយើងអត់ចេះស្លាប់មនុស្សយើងរស់រហូតដោយមិនមានសេចក្តីស្លាប់តើមានអ្នកចូលវត្តទេញោមសម័យទីមើលបើរស់រហូតអត់ងាប់ហ្នឹងបាទអាត្មាថាបែបមានណាមួយកាន់ស្រាក់ចូលវត្តទេបើរស់រហូត
ប្រហែលជីវិតខ្លីបានតែ70 60ផងនៅមានកូនវាយម៉ែវាយឪកាត់កាលម៉ែឪនៅមានកូនមិនស្គាល់លោកមិនស្គាល់អាចារ្យអាយុខ្លីប៉ុណ្ណឹងផងហើយចុះតម្រាំមនុស្សរស់រហូតដល់អត់ស្លាប់ណាយាយសម័យតិចមើលតើមានកូនណាចេះដឹងគុណរលឹកគុណចេះស្ដាប់ធម៌ចេះធ្វើបុណ្យឧទ្ទិសកុសលអីអាត្មាថាអត់ទេប្រហែលជីវិតខ្លីប៉ុណ្ណឹងផងនៅសត្វលោកយើងពេលខ្លះអ្នកខ្លះនៅភ្លេចសតិប្រព្រឹត្តទៅនៅអបាយមុខស្រីស្រាបៀបនដូរតន្ត្រីផឹកស៊ីផិតក្បត់ប្រពន្ធកូនវាយដំទាត់ធាក់ម្ដាយឪពុកជាបចោចាស់ព្រឹទ្ធាចារមិនដឹងគុណមិនដឹងទោសអាពេលខ្លីប៉ុណ្ណឹងហើយនៅឆ្លៀតប្រឡាក់ដោយអកុសលផងចុះទម្រាំដោយជីវិតនឹងរស់នឹងរាប់ពាន់រាប់ម៉ឺនឆ្នាំដោយមិនមានសេចក្តីស្លាប់នៅខាងចុងជាទីបំផុតមនុស្សគ្មានសមាទិដ្ឋិយល់ឃើញត្រូវទេអញ្ចឹងបានប្រពុតគ្រប់ព្រះអង្គអត់ដៃចោះចាប់បរិសន្ធិក្នុងពេលដែលសត្វលោកអាយុច្រើនជាង100ហើយនឹងតិចជាង100អាចច្រើនជាង100ក៏ព្រះអង្គអត់ចោះចាប់បរិសន្ធិដែរប្រពុតគ្រប់ព្រះអង្គតាំងប្រកបកសន្ធោបកោនីកមនោបកាសបោរសមណគោដំនេះយើងព្រះសាមេត្រីក្រោយដូចគ្នាអាយុមនុស្សកាលណាដោះផែនដីមកដំបូងអាយុមនុស្ស1000ឆ្នាំជាងរហូតរាវរហូតធ្លាក់មកនៅត្រឹម100តិចតួចបានប្រពុតលោកចោះចាប់កំណើតពេលហ្នឹងអាចច្រើនជាង100ក៏អត់មកអាតិចជាង100ក៏អត់មកនេះដូចយើងរាល់ថ្ងៃនៅ70ហ្នឹងតាមអាយុខៃហ្នឹងក៏ព្រះអត់មកក្នុងកំឡុងពេលអាយុប៉ុណ្ណឹងដែរអាចជួយអាតាក្បាលតពេកពីពេញមកគេជិះឡានទំនើបនឹងគេឲ្យលុយមកដុំមកយាយនេះឲ្យគេការកូនឯង5 10គេអានោះ72ហើយទៅឲ្យការជាមួយគេទៅហ្នឹងណាចេះនិយាយលេងទេវាគ្មានទេគេលោមាននោះចឹងមែនណាហ្នឹងសង្វេកណាចឹងចេះទៅមុខគុណធម៌កាន់តែធ្លាក់ចុះនឹងបាបអកុសលចេះតែចម្រើនចឹងបានប្រពុតគ្រប់ព្រះអង្គអត់ដៃចុះចាប់បរិសន្ធិក្នុងកំឡុងពេលដែលមនុស្សអាយុតិចជាង100ហើយវាច្រើនជាង100គឺក្នុងកំឡុងហ្នឹងកំឡុង100ជាងតិចតួចហ្នឹងហើយចឹងការជំនាន់ព្រះអង្គមនុស្សអាយុ100ជាងហ្នឹងដូចលោកយាយវិសាខាអី120ហ្នឹងហើយវាអស់ហើយត្រឹម120ហ្នឹងជំនាន់ព្រះ120ជាងតិចតួចហ្នឹងណាអ្នកបាន120ហ្នឹងចាត់ថាជាបុគ្គលដែលចម្រើនទៅដោយវ័យវុទ្ធោអ្នកចម្រើនទៅដោយវ័យដល់យើងសម័យនេះអ្នកណាបាន90 80អាហ្នឹងក៏គេចាត់ថាជាបុគ្គលដែលចម្រើនទៅដោយវ័យដែរពីព្រោះអាយុខៃរបស់មនុស្សឥឡូវនៅសល់តែ70ឆ្នាំទេអញ្ចឹងអ្នកណាបានដល់8ដល់9ដល់7 100នោះសិនអ្នកមិនធម្មតាទេហ្នឹងហើយមិនធម្មតាទេសើមនុស្សមិនធម្មតាទេពាក្យថាមិនធម្មតាមានន័យថាគេគ្រប់គ្នាអត់មានពលទុកដល់កូនដល់ចៅទេថាទៅមកអ្នកចិត្ត100នឹងមួយអាទិត្យទៅកាលម៉ែត្រម្ដងអស់2លានចឹងទៅមកវិញបានធូរតិចទៅទឹកក្រោយទៅអស់2លានទៀតទៅទឹកក្រោយទៅអស់2លានទៀតទៅមួយឆ្នាំក៏ចូលពេទ្យ30ដងហើយម្ដង2លានដល់កូនលក់ដីស្រែលក់គោលក់អីអស់អាលីងពីខ្លួនមកបានគាត់ទៅហ្នឹងហើយអ្នកមិនធម្មតាទេព្រោះហ្នឹងហើយនិយាយលេងញោមមិនមែនចង់ឲ្យគាត់ទៅទេបាទខ្មាស់ឃើញចឹងមែននិយាយខ្លះនៅទុំស្វិតនឹងមួយអាទិត្យទៅពេទ្យ2ដងមួយអាទិត្យទៅពេទ្យ2ដងហើយទៅមិនហាន់តែលុយកូននឹង2លាន3លានហើយគ្នានេះមើលលក់គោលក់ដីអស់អាលីងដល់អស់អាលីងបាទគាត់ទៅហ្នឹងហើយណោប៉ុន្តែអ្នកអាយុវែងសម័យនេះគឺជនជាតិជប៉ុនញោមជនជាតិជប៉ុនអាយុ90នេះគេចាត់ថាតិចជនជាតិជប៉ុន105 110 115 105 102 103សិត100ជាងភាគច្រើនអញ្ចឹងបានជប៉ុនសម្បូរមនុស្សចាស់ហើយចាស់អាយុ80 70នៅទៅធាក់កង់ទៅធ្វើការយាយហ្នឹងហ่ะមិនដូចយើងទេ70នៅធាក់កង់ទៅធ្វើការនៅដើរលក់កសែតគាត់ធ្វើការងារធ្ងន់អត់កើតគាត់លក់កសែតលក់អីតាមផ្លូវយើងទៅយកមើលជនជាតិជប៉ុនហើយបើអាមនុស្សពេញកម្លាំងវិញស៊ីបាយក៏លើឡានលើអាទេសភ្លើងនឹងធ្វើការមើលសភៅតាមផ្លូវតាមអីញោមឃើញគេបើមិនបានដែរទៅញោមឃើញប្រព័ន្ធទំនើបគេផុសមកដល់ថ្នាក់វាធ្វើការនឿយហត់ពេកវាគ្មានកន្លែងដេកហើយវាគ្មានបានសម្រាប់វាដេកនៅកន្លែងធ្វើការអាម៉ោង relax គេបោះគេបន្តិចហ្នឹងកន្លះម៉ោងដែលគេឲ្យហូបបាយហើយសម្រាប់ប្រហែល30 មីនិតហ្នឹងគឺដេកលុកពេញណាកន្លែង office កន្លែងធ្វើការហ្នឹងដេកទាំងអស់គ្នាអញ្ចឹងមានន័យថាគេប្រឹងណាស់មុំគេคล้ายទៅជាប្រទេសមហាសេដ្ឋកិច្ចនៅអាស៊ីហ្នឹងមិនមែនចេះស្រួលទេគេធ្វើការគ្មានពេលសម្រាកទេហើយយើងគ្រប់គ្នាខ្មែរយើងនេះចង់មានគេដែរបើអត់មានប្រឹងធ្វើការប្រឹងតែបន់អ្នកតាបន់នោះបន់យាយនោះបន់ហ្នឹងហើយចេះចង់មានបើព្រលឹមឡើងមក8កន្លះបាទភ្ញាក់ពីដេកគេប្រឹងនោះប្រឹងហើយយើងនេះមក8កន្លះហើយបាទភ្ញាក់ពីដេកហើយទៅធ្វើមិនមានព្រោះតប្រឹងទាំងអស់គ្នាកុំនិយាយរឿងហ្នឹងនិយាយរឿងធម៌យើងនេះចឹងយើងមានភ័យបាទស្វែងរកទីពឹងថាទេភ័យនាទីឥឡូវ30ណា40នាទីចុះហ្នឹងចិត្ត1ម៉ោងបានណាកុំឲ្យខ្លីពេកកុំឲ្យវែងពេកមកបញ្ញាប់ដែរដល់ណាមិញ
យើងដល់ភ័យបាទរត់ទីពឹងដោយថ្ងៃហ្នឹងឯងសិនអ្នកមានភ័យភ័យនឹងជាតិភ័យនឹងជារាភ័យនឹងជាធិភ័យនឹងមរណៈភ័យធំជាងគេគឺអមរណៈហ្នឹងមកឧទាហរណ៍តាយាយណាមួយគ្រូគេទាយថាយាយឯងនៅតែមួយអាទិត្យទៀតស្លាប់តើយាយឯងទៅស្រោចទឹករំដោះគ្រោះ7វត្តធ្លាប់លឺអាហ្នឹងឯងខ្ញុំធ្លាប់លឺឯងយាយឯងមានគ្រោះហ่าតើស្រោចទឹក7វត្តទៅយាយនេះមិនមែនស្រោច7វត្តទេឲ្យកូនគេដប់ឡានស្រោចឲ្យចង់50វត្តដល់តែស្រោចទឹកហ្មងលឺសូរតែមានគ្រោះនៅតែមួយអាទិត្យទៀតតែអត់កាត់គ្រោះនឹងចេញងាប់ដល់អញ្ចឹងភ័យហ្នឹងដើរស្រោចទឹកដើររកគ្រូអ្នកសចាំងបងបាត់ឲ្យពោឲ្យជ័យគ្រប់តែកន្លែងទាំងអស់ដោយសារអីបាទស្វែងរកទីពឹងថាមកពីមានភ័យដូចជាបុគ្គលអ្នកមានសមាទិដ្ឋិគេភ័យនឹងជាតិភ័យនឹងជារាភ័យនឹងជាធិភ័យនឹងមរណៈភ័យនឹងបាបភ័យនឹងអកុសលគេមិនហ៊ានប្រឡាក់ដោយបាបដែលអកុសលយ៉ាងណាយើងគ្រប់គ្នាអ្នកសមាទិដ្ឋិដែលយល់ឃើញត្រូវថារូបរាងកាយរបស់យើងហាក់បីដូចជាតួរត់ឬតួផ្ទះដែលវាមានសភាពត្រុតត្រោមហើយជាតិវាផ្ដល់ឲ្យហើយជារានឹងជាធិកំពុងតែប្រកាសហើយកំពុងតែស្ថិតទៅនៅក្នុងបច្ចមវ័យនិងជារាវ័យហើយហាក់បីដូចជាផ្ទះដែលយើងសង់បាន70 80ឆ្នាំហើយញោមផ្ទះណែយើងសង់70 80ឆ្នាំហើយវាមានសភាពមិនញោមមានសភាពមិនវាត្រុតត្រោមមិនយ៉ាងអាតបូលហ្នឹងពេលភ្លៀងមកវាលិចលើលិចក្រោមហើយអានូតអានៀបហ្នឹងករាវាកាត់វាពុកវាផុយហើយបើតសវិញករាស៊ីចង់អស់មិនចំហៀងអាតសកដាលហ្នឹងហើយពេលខ្យល់មកនិយាយបញ្យល់ដូចតោងអញ្ចឹងហ្នឹងហើយអញ្ចឹងមានន័យថាម៉េចមានន័យថាវាឲ្យសញ្ញាថាចិត្តដល់ពេលវេលាត្រូវរុះអាហ្នឹងចោលសង់អាថ្មីយ៉ាងណាព្រះលោកសំដែងថាអ្នកមានសមាទិដ្ឋិគេភ័យអញ្ចឹងឯងហើយរឿងណែតួរូបយើងឥឡូវហ្នឹងដូចផ្ទះយើងសង់70ឆ្នាំ80ឆ្នាំហ្នឹងណាឯងឥឡូវហ្នឹងពងរេដោយអាផ្ទះដែលត្រូវខ្យល់មកអញ្ចឹងអង្គុយស្ដាប់ធម៌កន្លះម៉ោងអត់មានអាណាងើបចកេះមុនគូទេងើបគូតមុនចកេះទាំងអស់ចឹងឲ្យអើយចកេះក៏ទៅហើយថ្មិញក៏ទៅហើយភ្នែកក៏ទៅហើយស្បែកក៏ទៅហើយសក់ក៏ទៅហើយប្រក់ប៉ាំងអាស័យអស់ហើយថ្មិញនេះ32ឥឡូវសើចឆ្ងាញ់សល់តែ2ហ្នឹងហើយស្បែកពីមុនអាលោមព្រិលសម្ោចវាលើធ្លាក់ឥឡូវស្អីវាលើជាប់ទាំងអស់ហ្នឹងហើយចឹងទៅហើយឯងចកេះក៏ទៅស្បែកក៏ទៅភ្នែកក៏ទៅសក់ក៏ទៅថ្មិញក៏ទៅហ្នឹងអាពុះវៀនពីមុនមកល្អល្អឥឡូវគេដាក់ពោះវៀនយួនពោះវៀនចិនឲ្យដាក់ស្អីក៏ហូដាក់ស្អីក៏ហូហ្នឹងហើយចឹងមានន័យថាដូចអាផ្ទះហ្នឹងវាអង្គើគ្រប់កន្លែងអស់ហើយចឹងឯងរូតរះអោហាតជាយាមជញ្ជូនចេញនៅអកុសលហើយជញ្ជូនចូលនៅកុសលមានការហាត់ពុតលុតដំអប់រំកាយវាចាចិត្តប្រព្រឹត្តទៅនៅក្នុងកុសលជំរះទៅនៅអកុសលកម្មបត្តិ10ទាំង10ហើយចម្រើនទៅនៅកុសលកម្មបត្តិទាំង10ហើយស្គាល់អកុសលកម្មបត្តិ10អីយីញោមអ្នកព្រៃវែងអញអត់មិននៅខ្លួនយើងហ្នឹងណាញោមកាយកម្ម3វិច័យកម្ម4មโนកម្ម3អាណាគេហៅថាអកុសលកម្មបត្តិ10កុសលកម្មបត្តិ10វាអបសិទ្ធវិញមកកាយសុចរិត3វិច័យសុចរិត4មโนសុចរិត3ចឹងយើងខំប្រឹងជំរះកាយកម្មអាកាយអាក្រក់អាកាយលួចឆក់ប្លន់កាប់កេងប្រវាញ់វាយដំទាត់ធាក់កាប់ចាក់អ្នកដតីអាហ្នឹងលះចោលអស់អាវិច័យអាក្រក់មុសាវាទបិសនៈវាចាបរុសវាចាសម្ភារបលាបៈអាហ្នឹងលះចោលអស់មโนកម្ម3និងអភិជាព្យាបតៈហ្នឹងលះចោលអស់ទៀតនឹងកុំសម្លឹងរំបីទោសគេច្រើនពេកទៅសម្លឹងរំបីទោសអ្នកដតីឯណាមនុស្សយើងចឹងបានព្រះអង្គសម្ដែងថាទោសអ្នកដតីរំបីធំទ្វេប៉ុន្តែទោសយើងនេះតនេយ៉ាងម៉េចក៏មើលអត់ឃើញណាហ្នឹងណាដូចអាត្មាចឹងណានឹងប្រាប់ឲ្យគេថាកុំអាសាខឹងបាទខ្លួនឯងខឹងតែញឹកបរោះជួនកាលពងអាសឹងម៉ោង4ចិត្តភ្លឺអីយាយខ្លះស្ដាប់វត្ថុឆ្ងល់អីទេមករឿងអាម៉ោង4ឯងពងទឹមបាត់ភ្នែកបាន2ម៉ោងពួកវាសឹងអត់ងាយលក់អីញោមម៉ោងមិន10 2 10យប់បានមកដល់កន្លែងស្រង់ទឹកហើយម៉ោង7 1បាទហើយអញ្ចឹងជួនកាលមមអាបាត់ភ្នែកហ្នឹងមមមកសម្រួលអារម្មណ៍មមមកបានដល់បានលក់ហ្នឹងបែរ2ម៉ោងហើយ1ម៉ោងកន្លះហើយបានលក់ហើយក៏តែលក់បានបន្តិចយាយទេមករឿងដេចគុណណាអាហ្នឹងគេថាមិនដេចគុណទេមិញណាតែដូចស្រឡាញ់យាយហ្នឹងដល់ហើយហ្នឹងមកអត់ដេកទេអីម៉ោង4ចិត្តភ្លឺងើបទេមកលោកដល់ព្រឹកហ្នឹងអូចង់ដល់ទៅពៀនអីចង់ម៉េចម៉ោង4ចិត្តភ្លឺឯបានឲ្យលោកសឹងបន្តិចទៅហ្នឹង
hay bật tha tần nê đôi lô xế men ấy trẻ sang màn thì bật lô vai đập pe đào tam khai mà ngày bay vừa lại mà đòi lại bị dục hay đòi chân mà ban mua là rom ban lộ nó màu pi ấy nhôm tầm lọp hay tụi lộ chất lư nương về màu pram màu và muối nương lộ số là chắc bà ngư biển dư nó nhóm nói dừng vậy được thò giờ này tao sầm lăng rồng pay tô nẹt ở tây vậy na bờ pay khla ta tô dương không luôn dương mơ mình chẳng bàn phải ông sầm đai thay yok nẹt ở tây ọt bà sao tây nẹt na bàn bà sao nhung nẹt luôn dương nè bà sao sọt thị bay cha tăng nên nhớ nhang về sau thì dễ hai bo thì sọt mình bo thì sọt ọt miên đâu lơ nẹt ở tây kề tha dây nâng là on sal bay sal đập dây nâng đang bo thì sọt đang lang than xuống mẹ đôi kề tha lang than xuống mình lang than xuống đâu lơ nẹt nà nhung đâu lơ luôn dương chẳng bàn phải ông sầm đai ta bo thì sọt có về đâu lơ luôn dương ta hệ ta nào nè thao cao hệ nè thao bao gì giá mà giang tiết sọc tục chìm ra ơn về nét cứ đâu lơ luôn dương đại nè na sa pro bản đọc crop pui ấy gì thì sang web pate bị giang ta thì sang lẹ pate bà láng năng tụi plei cà năng chẳng vay group giang tang sẽ cái đây bo sọt đây mình bo sọt cái đây tàu xua cái đây tàu nổ rộ cái đây mau mình nút cái đây tàu na cái đây cứ đâu lơ luôn dương tầng miền lơ nè đợt tây tha thế bài dương trở là do sẽ cái đây sọc luôn dương tập nhau đừng mọt nè đợt tây nâng sạp thọ tê sna lục tê thả sọc tục nâu lơ luôn dương phần là pe khác mà đào tam plau mới vua sạp mới cả là khmen khuya cô nó về tha anh mơ dây nó mốc quạt tàu quạt vô mốc đôi prai đấy nè đạt sẽ lên đánh côn đang pênh viên xe mà cũng mà bắt cách côn cháu anh á cũng mất ác rộng đấy nè nè tô sạc cao plate hay pe na wat tê lục tê sna phải tại giấy trong ban sẽ đây sau cầm khăn hay giấy cầm khăn nè cầm khăn tam rút ọt khăn nè mình kêu cô nó mà đo té coi mưa rương phía nó sẽ bà tua slow đây tranh mau rồi lại nhớ lại mà để mà nó sẽ bà tua cài tranh móc bôi sọc tua slow đây nó khăn tăng tu tô nó từng mình năng chắc nè mình năng chắc nè hay bà đau ở chắc năng cao tô xạ là hốt sọc cái nhóm sọc ấy ọt sọc tê chẳng ban bỏ ông sầm đây thả công sầm lăng tô nè đợt tây riêng mơ ta tô luôn dương khung krong luôn dương ao ta vào là bo rồi sót nè và ba ta đừng khung luôn dương nâng mình ban cục krong thong ngay dương miền pi là na tổ khung krong chặt kê tổ khung krong luôn kê tổ mơ tô kê dương sầm lăng ta tô dương ai cài này luôn dương ao ta vào là bo rồi sót sẵn chạm dương ta nhang nè đợt tây vào là bo rồi sót tam dương nè phải lục sầm đầy chứ nè đôi dương nọ trong oi bà sasna đi chầm rán cứ dương nòm khi riêng thọ pre ở che hơi dương do ta sầm đầy prap nè đợt tây bà to nắng bà sasna dương đi chầm rán bong bị vô chứ mẹ đi chầm rán đâu đừng dương co sang cột pre vì thông bản năng khi thế má khơi nhiệt nhau mà ngay vô kho thằng trong là sasna đi chầm rán nòm nè co sang tập hi cột pan nè mà nơi ở che thọ che bên đây pre hay tê nè bản năng kia co sang tập hi cột hay cột sọc sai bà hi sọc sai vừa om pel đập mơ ấy lộn bia mỏng nè hay ta co sang thử ấy dương nom kia bật đo mình nữ ở che thọ riêng thọ ở vô thọ hay bà vô kia ở che to kia đôi Giêsu chứ này nè hay riêng on nó vừa cào cào vậy cột sala pre hi sầm khán ở mình nữ vô xanh ba miên nè vậy châu qua đò ngay mền châu để vô lên tì mỗi châu để xa tầm liêm tầm lọp mỗi tiết châu để xa vây luôn ai vì cha còn mọi người tha ai nhờ dụ bài sập nó đào khóa cái đam còn mọi người tha ai gồm score water kia tao là lâu bài sập vậy mỗi tiết để xa tầm liêm tầm lọp đôi ta châu năm chung bắn cái tàu ngặt sọc ở hai anh nôm nãy còn mọi người tha anh mà lọt sạc na tàu kia tàu mỗi tiết tàu để xa hiệp trăm bạch bơ mình miên mình nô slap nó không te mình miên rồi vô tục rồi ai thấu tàu lô gọi cha tên mấn đai score watt nhôm lọp khơi chẳng ấy nhôm về phía mới chân tỏi sasna đi chầm ra là mấy bờ dây classal bay nâu qua tăng phía dụ hà pi ở lâu đòi chặt pram mới oi sốt giang canh mà này anh sốt đọt chọc không nè nâu cả tăng hồi chừng e cưới nhé sốt này hay tầm xuống đăng giang canh miên màn cả tăng phong ai cha sape parat để mà miên dạ man sape parat để mà miên dạ man này chả ở ban Việt Nam khơi nhỉ ta thò sốt rồi ngay ta sape parat mà miên màn dạ đăng miên màn dạ po hay dây class sốt đó là lại cả tăng nó ngồi chừng e khơi nhỉ nè hay tao hỏi sasna đi chầm ra là mấy tôi dương prăng nòm nè riêng thò bạ để bắt thò vôក្នុងthò thằng thế nó chầm ra sẽ đây là con là thòក្នុងចិត្តកុំតនេយើងនាំគ្នាទៅសម្លឹងទោសអ្នកដតីអត់បានបន់ទេព្រះលោកទៅសើពីបុគ្គលដែលញ៉ាំងខ្លួនឯងឲ្យបរិសុទ្ធជាខាងដើម
ណាព្រះអង្គទៅសើណាមិនមែនសរសើរឲ្យយើងទៅសម្លឹងទោសអ្នកដទៃទេអញ្ចឹងយើងមើលតែទោសខ្លួនយើងឲ្យតែគ្រប់សម្លឹងទោសខ្លួនយើងឲ្យតែគ្រប់ហើយកែច្នៃខ្លួនយើងឲ្យទៅវាល្អបរិសុទ្ធហើយបនបាបហ្នឹងគឺអត់ចាំបាច់តលឲ្យយើងទៅនៅវត្តនៅក្នុងលាអាងភ្នំក្រំថ្មសចាំងបងបត់ទេគ្រាន់តែយើងមើលទោសខ្លួនយើងហើយយើងកែខ្លួនយើងទាំងកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតលះចោលអស់ហើយព្យាយាមចម្រើនមេត្តាចិត្តករុណាចិត្តសន្តោសៈនៅក្នុងសន្តានយើងគ្រប់ខណៈចិត្តអានឹងបនយកមិនអស់ញោមហ្នឹងរៀនផ្ដល់អភ័យឲ្យគ្នារៀនផ្ដល់មេត្តាចិត្តឲ្យគ្នាហ្នឹងជាពិសេសអភ័យទានដោយយើងធ្វើទានថ្ងៃហ្នឹងដើម្បីបានបនបានកុសលដល់ឪពុកម្ដាយផងដើម្បីដល់ខ្លួនយើងផងញោមមកឃើញញាតិញោមច្រើនដើររំលងអភ័យទានជួនកាលធ្វើបនតក្កណានុបទានឲ្យម៉ែអស់$10000ហើយដល់ពេលយាយខ្លះចូលកសាងពហិលោកអស់$5000អីនោះយាយខ្លះហ៊ានណា$5000 $3000យកទៅសយកព្រះធំមួយអង្គអី$5000ខំប្រឹងលុកស្រែលុកគោលុកជ្រូកចូលទៅសពហិលោកចូលព្រះធំលោកអស់$7000 $5000ធូរដល់ពេលហើយធ្វើទៀនលះកសាងពហិហើយស្រាប់មកខ្វាក្តាមអាហ្នឹងបុណ្យកុសលចាញ់យើងហាត់ពុតលុតដំកាយវាចាយើងឯនេះទេបងហ្នឹងយើងធ្វើទៀនឲ្យនឹងត្រូវហើយអាកសាងនឹងមិនថាខុសហើយយើងលះមច្ឆរិយៈគឺសេចក្តីកំណាញ់ត្រូវហើយព្រះលោកបង្រៀនកុំឲ្យប្រកាន់មមចំពោះស័ក្តិសម្ភារៈខាងក្រៅប៉ុន្តែយើងភ្លេចយើងដើររំលងបុណ្យអត់ចាំបាច់លះទ្រព្យច្រើនដល់ម្លឹងទេហ្នឹងគ្រាន់តែយើងផ្ដល់អភ័យទានណាអភ័យទានដូចថ្មនិយាយមិញអញ្ចឹងណាកូនគេផ្ញើត្រីរស់ពីបាត់ដបងមកមួយក្បាលស្បោមករើក្ដួងចាក់ដាក់ទឹកលោផ្លោកហ្នឹងហ៎ឃើញដើរតាមផ្លូវចេញពីវត្តមកវិញឃើញក្មេងវាចាប់ត្រីបានកន្លះធុងឲ្យវា10000ទៅចាក់ដាក់ទឹកស្រះអស់អាហ្នឹងគេហៅអភ័យទានប៉ិនបែបមិនងាយទេដេចកូនណាទៅទិញពីក្មេងចាក់ដាក់ស្រះទឹកឯណាឯងកាន់ចប់ជីកដល់ជីកមកព្រឹកទៅថ្ងៃត្រង់បានក្តាម5អីទៅយករបស់ក្មេងទៅចាក់ដាក់ទឹកពីងទឹកលោឯណាមិនងាយទេហ្នឹងបាណាតិបាតាវេរមណីដល់មកអត់ផ្ទះដល់ផ្ទះអត់អីស៊ីលេចកាត់អត់មានមើលអាលកមន់មួយឆ្វោហ្នឹងហើយប៉ុន្តែទោះយ៉ាងណាយើងកុំភ្លេចអភ័យទានញោមចង់ទៅជាតិមុខមិនឲ្យជាប់ចំណងជាប់ខ្នោះជាប់ចង្វាក់តលយើងព្យាយាមចម្រើនអភ័យទានឲ្យច្រើនអភ័យទានហ្នឹងដូចថ្មនិយាយមិញចឹងគឺផ្ដល់សេចក្តីសុខឲ្យគេសត្វដែលកំពុងមានទុក្ខយើងដោះលែងគេឲ្យមានសេចក្តីសុខអាហ្នឹងជាតិមុខយើងអត់ជាប់ខ្នោះជាប់ចង្វាក់ទេយើងមានសេរីភាពមានសេចក្តីសុខនឹងកុំបៀតបៀនគេសម្បានបនបាន